នៅពេលដែលភ្នែករបស់យុវជនទំពេកបាត់ឡើងពួកគេមានភាពទាក់ទាញដែលមិនអាចពន្យល់បានភ្នែកថ្លារបស់គាត់ដែលមើលទៅស្អាតដូចទឹកហាក់ដូចជាពួកគេអាចស្រូបយកស្ថានភាពចិត្តរបស់មនុស្សម្នាក់ចូលទៅក្នុងនោះហើយធ្វើឲ្យមនុស្សម្នាក់មានការភ័ន្តច្រឡំពួកគេថែមទាំងអាចមានការបំភាន់ថារាងកាយរបស់គូប្រជែងរបស់ពួកគេកំពុងបញ្ចេញកម្មស្មីពន្លឺដូចជាគាត់ជាអាទិទេពអារម្មណ៍ដែលកើតឡើងពីចង់គោរពបូជាគូប្រជែងបានធ្វើឲ្យបាំងបោញការបង់ទឹកគោលរបស់គាត់នៅក្នុងខ្លួនរបស់គាត់បានចាប់ផ្ដើមចរាចរណ៍ភ្លាមៗហើយនៅពេលនោះគ្រាប់ពូជស៊ីសាច់របស់គាត់បានបំបល់បន្តិចនៅពេលដែលការបង់ទឹកគោលរបស់គាត់ចរាចរណ៍ជុំវិញខ្លួនរបស់គាត់សូម្បីតែបានបល់ផ្ទាល់ក៏មិនបានកាត់សម្គាល់ឃើញថានៅក្នុងជម្រៅនៃកែវភ្នែករបស់គាត់ពន្លឺពណ៌ស្វាយបានភ្លឺកន្លងផុតទៅបន្ទាប់ពីបានបោលស្រូបយកពន្លឺពណ៌ស្វាយនៅក្នុងភូមិដង្ហើមវិញ្ញាណវាបានរួមបញ្ចូលជាមួយគ្រាប់ពូជស៊ីសាច់របស់គាត់នេះបានបង្កើតជាពន្លឺចម្លែកមួយពន្លឺពណ៌ស្វាយដែលភ្លឺនៅក្នុងកែវភ្នែករបស់គាត់នៅពេលដែលវាលេចឡើងយុវជនទំពេកដែលកំពុងធ្វើសមាធិស្រាប់តែបញ្ចេញសំឡេងដកដង្ហើមស្រាលៗតែមកស្ងប់ស្ងាត់និងឆាតឆាយដើមរបស់គាត់ក៏បានផ្លាស់ប្ដូរនៅពេលនោះដែរនៅពេលដែលគាត់មើលទៅបានបល់ទឹកមុខរបស់គាត់បានផ្លាស់ប្ដូរទៅជាការបង្ហាញចំណាប់អារម្មណ៍នៅពេលដែលទឹកមុខរបស់គាត់បានផ្លាស់ប្ដូរកម្លាំងបង្ក្រាបដែលបានបង្កើតពីមុនបានរសាយបាត់ភ្លាមនេះបានធ្វើឲ្យលោកជីហៅដែលកំពុងដើរទៅមុខដូចជាគាត់មិនអាចគ្រប់គ្រងជំហានរបស់គាត់បានហើយរាងកាយរបស់គាត់ញ័រដូចជាគាត់ទើបតែភ្ញាក់ពីសុបិនដង្ហើមរបស់គាត់លឿនឡើងហើយគាត់មានទឹកមុខស្រឡង្កាំងតាមមិនឡាគុំប្រភេទនេះជាអ្វីលោកជីហៅប្រទានឡើងការប្រុងប្រយ័ត្ននិងការតស្លុតលេចឡើងក្នុងភ្នែករបស់គាត់តែមិនខ្វល់ពីប្រតិកម្មរបស់លោកជីហៅយុវជនទំពេកបានផ្អៀងក្បាលបន្តិចតែរិយាបថរបស់គាត់បង្ហាញពីភាពថ្លៃថ្នូរដែលហាក់ដូចជាចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនគាត់អ្នកយាមនៅក្បែរគាត់អ្នកចូលរួមមកពីសារប្រយុទ្ធបានអន់ចុះស្ដាប់ភ្លាមដោយមុខក្បាលមួយសន្ទុះបន្ទាប់ពីនោះគាត់បានក្រោកឡើងហើយដើរទៅរកលោកជីហៅរហូតដល់គាត់ទៅដល់ចំណុចកណ្ដាលនៃចំណុចជួបជុំគាត់បានលើកដៃរបស់គាត់ហើយលោកជីហៅដូចជាកំពុងប្រកួតប្រជែងគាត់ឲ្យប្រកួតទឹកមុខរបស់លោកជីហៅបានផ្លាស់ប្ដូរហើយគាត់បានសម្លឹងមើលយុវជនទំពេកដោយការភ័យខ្លាចបន្ទាប់មកគាត់បានសម្លឹងមើលទៅអាមប៉ាវុលភ្នែករបស់គាត់អង្វរសុំជំនួយវាមិនមានបញ្ហាថាគាត់មានមោទនភាពប៉ុណ្ណានោះទេគាត់បានដាក់អ្វីៗទាំងអស់នោះចោលនៅពេលនោះគាត់ដឹងថាសមរភូមិនេះនឹងពិបាកខ្លាំងណាស់ព្រោះគូប្រជែងរបស់គាត់ខ្លាំងពេកប៉ុន្តែនៅក្នុងចិត្តរបស់គាត់ឡានប៉ាវុលក៏ខ្លាំងដូចគ្នាដែរដូច្នេះគាត់បានងាកទៅរកគាត់ដោយសភាគតិដើម្បីសុំជំនួយអ្នកថែមទាំងមានអ្នកយាមម្នាក់ទៀតឬអ្នកថែមទាំងមានអ្នកយាមម្នាក់ទៀតឬឈប់ធ្វើពុតជាខ្លាំងវ៉ាំប៉ាវុយជ្រួញចិញ្ចើមរបស់គាត់ហើយបញ្ចេញសំឡេងស្រមុកត្រជាក់គាត់មិនអាចសមនឹងអរិយាបថរបស់យុវជនទំពេនៅពេលនេះបានទេប៉ុន្តែក្នុងពេលជាមួយគ្នានេះគាត់ក៏មានអារម្មណ៍ថាមានកម្លាំងបង្ក្រាបដែលចេញពីរាងកាយរបស់យុវជនទំពេវ៉ាំប៉ាវុយមានអារម្មណ៍ថាយុវជនទំពេគឺជាគូប្រជែងដ៏ខ្លាំងបំផុតដែលគាត់ធ្លាប់ជួបនៅក្នុងអាណាចក្រដំណោតដូចគ្នានឹងគាត់ដូច្នេះគាត់បានដើរតាមយុវជនទំពេហើយអង្គុយជើងទម្រនិយាយដោយស្ងប់ស្ងាត់ជាងហើយការប្រយុទ្ធគ្នាគ្មានគ្រោះថ្នាក់អ្វីទេនេះជាការប្រកួតប្រជែងដ៏ធំរបស់អ្នកប្រសិនបើវាជារឿងមួយទល់នឹងមួយវាជាបញ្ហារបស់អ្នកថាតើអ្នកឈ្នះឬចាញ់ប៉ុន្តែប្រសិនបើវាពីរទល់នឹងមួយវាអាស្រ័យលើថាតើខ្ញុំវ៉ាំប៉ាវុយយល់ព្រមឬអត់ពេលលើពាក្យរបស់វ៉ាំប៉ាវុយលោកស៊ីហៅបានដកដង្ហើមធំដោយការធូរស្រាលទោះបីជាគាត់មិនចូលចិត្តវ៉ាំប៉ាវុយហើយមើលមិនឃើញមុខមាត់ជាមួយគាត់ក៏ដោយពាក្យរបស់វ៉ាំប៉ាវុយធ្វើឲ្យគាត់មានអារម្មណ៍ស្រួលជាងមុននៅពេលនោះបន្ទាប់ពីគាត់ងើបក្បាលឡើងមើលអ្នកដំណើរពីដៃពោស្វាយដែលកំពុងហៅគាត់ស្មារតីប្រយុទ្ធបានទោះឡើងនៅក្នុងភ្នែករបស់លោកស៊ីហៅគាត់បានប្រហឹមទៀបហើយបាញ់ទៅរកអ្នកដំណើរពីដៃពោស្វាយដោយល្បឿនលឿនគាត់បានចូលទៅជិតអ្នកដំណើរពីដៃពោស្វាយភ្លាមជាមួយនឹងការផ្សារភ្ជាប់ដៃពី3គាត់បានបញ្ជូនដាវ40ហោះទាំង5ឲ្យហោះជុំវិញគាត់ហើយបោះគ្រឿងអាស្រ័យវាជាច្រើនចេញដល់ប្រៃខ្លាយវាទៅជាមនោគមដោយសម្លេងផ្ទះទន្ទឹមនឹងនេះស្នាមញញឹមត្រជាក់មួយបានលេចឡើងនៅលើមុខរបស់អ្នកដំណើរពីដៃពោស្វាយនៅពេលដែលគាត់ដើរទៅមុខហើយជន់ជើងស្ដាំរបស់គាត់ភ្លាមនោះវិញ្ញាណជីបានផ្ទុះឡើងពីក្រោមជើងរបស់គាត់ដូចជាព្យុះហើយគាត់បានប្រញាប់ប្រញាល់ទៅរកលូស៊ីហៅចេះស្ដែងលូស៊ីហៅមានប្រៀបលើភាពរហ័សរហួននិងល្បឿននៅពេលនោះគាត់បានតិចវិតដោយដកខ្លួនចេញហើយវាប្រហារតទៀតភ្លាមនោះពួកគេទាំងពីរបានប៉ះទង្គិចគ្នានៅចំកណ្ដាលចំណុចជួបគ្នានៅក្នុងសមរភូមិនេះទោះបីជាបាំងបលមិនបានបាញ់កំជ្រួចក៏ដោយក៏គាត់នៅតែទាក់ទាញចំណាប់អារម្មណ៍របស់មន្ត្រីសហព័ន្ធកងទ័ពនិងពួកព្រឹទ្ធាចារ្យនៃមហាវិទ្យាល័យអេតេរីដាដែលកំពុងមើលពីវេទិកាមើលនៅលើមេឃតើគាត់ជាសិស្សរបស់មនុស្សនោះមែនទេនៅលើវេទិកាមើលរបស់កងទ័ពឧត្តមសេនីយ៍ស៊ូបានបង្រួញភ្នែកបន្តិចភ្នែករបស់គាត់សម្លឹងមើលទៅលើយុវជនទំពេកមនុស្សម្នាក់នេះឈ្មោះលីវូចិនគាត់ជាសិស្សផ្ទាល់ខ្លួនតែម្នាក់គត់របស់ព្រឹទ្ធាចារ្យជាន់ខ្ពស់នៃមហាវិទ្យាល័យអេតេរីដាដោយអំណាចរបស់ខ្ញុំមើលមិនឃើញប្រវត្តិនិងឯកសាររបស់គាត់ទេទៅលោកសប្រាប់នៅក្បែរគាត់ជាការពិតណាស់អ្នកមិនអាចមើលឃើញវាទេគាត់គួរតែមានអាយុ2ឆ្នាំនៅឆ្នាំនេះ
ផ្នែករបស់ឧត្តមសេនីយ៍ចូលបង្ហាញពីការគិតយ៉ាងស៊ីជម្រៅហើយពន្លឺត្រជាក់មួយបានលេចឡើងបន្តិចបន្តោងនៅក្នុងកូនភ្នែករបស់គាត់ទោះជាយ៉ាងណាក៏ដោយគាត់បានទប់វាយ៉ាងរហ័សគាត់បាននិយាយឈ្មោះយុវជនទុំពេកក៏មិនតាន់ទៀតនៅក្នុងចិត្តរបស់គាត់ពី3ដងហើយនៅស្ងៀមក្នុងពេលជាមួយគ្នានេះមន្ត្រីសហព័ន្ធទាំងអស់បានសម្លឹងមើលយុវជនទុំពេកនោះចាស់ស្ទែងពួកគេដឹងថាចៅហ្វាយរបស់គាត់ជានរណាប៉ុន្តែពួកគេមិនមានប្រតិកម្មចម្លែកដោយឧត្តមសេនីយ៍ជើទេយ៉ាងច្រើនបំផុតពួកគេគ្រាន់តែយកចិត្តទុកដាក់ចំពោះគាត់ឲ្យកាន់តែជិតស្និទ្ធប៉ុន្តែពួកព្រឹទ្ធាចារ្យទាំងអស់នៃមហាវិទ្យាល័យអេតេរីដោមានទឹកមុខស្មុគស្មាញនៅពេលដែលពួកគេឃើញយុវជនទំពេកសូម្បីតែបុរសវ័យកាដាដែលស្លៀកអាវក្រហមក៏មានទឹកមុខបែបនេះដែរជ្រៅនៅក្នុងភ្នែករបស់គាត់ជាកន្លែងដែលអ្នកដទៃមើលមិនឃើញពន្លឺត្រជាក់មួយក៏បានភ្លឺឡើងដែរនៅពេលដែលសម្លេងតូបានបន្លឺឡើងនៅជំនាញចំណុចជួបគ្នានៅពេលនោះបានប៉ាវលនិងយុវជនទំពេកទាំងពីរនាក់កំពុងធ្វើសមាធិពួកគេសម្លឹងមើលគ្នាទៅវិញទៅមកដូចជាពួកគេកំពុងប្រឈមមុខដាក់គ្នាបន្ទាប់ពីមួយរយៈវ៉ាន់ប៉ាវលមានអារម្មណ៍ធុញទ្រាន់បន្តិចហើយក៏បងប្រុសច្បងហេតុអ្វីបានជាអ្នកនៅតែសម្លឹងមើលខ្ញុំកំពុងសម្លឹងមើលជីវិតអតីតកាលនិងបច្ចុប្បន្នរបស់អ្នកយុវជនទំពេកបានឆ្លើយដោយស្ងប់ស្ងាត់បន្ទាប់ពីលឺដូច្នេះវ៉ាន់ប៉ាវលមានទឹកមុខចម្លែកនៅលើមុខរបស់គាត់មានអារម្មណ៍ថាបុរសម្នាក់នេះគូតនៅពេលនោះការប្រយុទ្ធរបស់លោកជីហៅជាមួយអ្នកដំដៅដែលពាក់អាវក្រោះពណ៌ស្វាយនៅចំណុចជួបគ្នាកាន់តែខ្លាំងក្លាឡើងហើយវាច្បាស់ណាស់ថាលោកជីហៅកំពុងស្ថិតក្នុងស្ថានភាពមិនអំណោយផលយ៉ាងណាមិញវាច្បាស់ណាស់ថាកម្រិតនៃការវឹកហាត់និងបទពិសោធន៍ប្រយុទ្ធរបស់គាត់មិនអាចប្រៀបធៀបទៅនឹងអ្នកវឹកហាត់ដែលពាក់អាវក្រោះពណ៌ស្វាយបានទេពេលដែលគាត់ហ៊ាននឹងចាញ់អ្នកវឹកហាត់ដែលពាក់អាវក្រោះពណ៌ស្វាយក៏ដុតថយភ្លាមនោះគាត់បានត្រឡប់ទៅខាងយុវជនទំពេកវិញដោយអង្រួនខ្លួនហើយអន់ក្បាលទៅរកលោកជីហៅដោយកាត់ទឹកដៃដែលដាក់ក្នុងដៃស្មើហើយលោកជីហៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ហ៊ាននឹងនិយាយពន្លឺចម្លែកមួយបានលេចឡើងភ្លាមនៅក្នុងភ្នែករបស់យុវជនទំពេកគាត់បានលើកចង្កេះរបស់គាត់បន្តិចហើយនិយាយយ៉ាងស្រទន់ខណៈពេលកំពុងសម្លឹងមើលបានប៉ាវលឥឡូវនេះចូលយើងប្រយុទ្ធគ្នាដង្ហើមរបស់លោកជីហៅលឿនឡើងគាត់បានសម្លឹងមើលយុវជនទំពេករួចក៏សម្លឹងមើលបានប៉ាវមិនថាល្បឿនប្រតិកម្មរបស់គាត់យឺតប៉ុណ្ណាទេគាត់យល់ថានៅពេលនេះគោលដៅរបស់គូប្រកួតរបស់គាត់មិនមែនជាខ្លួនគាត់តែសោះវាគឺជាវ៉ាំប៉ាវគាត់ថែមទាំងសង្ស័យថាគូប្រកួតរបស់គាត់ប្រហែលជាបានប្រើវិធីសាស្ត្រមិនស្គាល់មួយមកលើគាត់ដើម្បីដឹងថាវ៉ាំប៉ាវកំពុងជួយគាត់ដោយជ្រើសរើសចូលរួមការប្រកួតដោយសារតែរឿងនោះដោយគ្មានការសង្ស័យទេសាវតារបស់ពួកគេគឺមិនធម្មតាទេនឹងហើយជាមូលហេតុដែលពួកគេអាចជួបបានបលហើយប្រយុទ្ធជាមួយគាត់នៅទីបញ្ចប់ដោយគិតដល់គំនិតទាំងនោះលូស៊ីហៅមានទឹកមុខមិនចុះសម្រងគ្នាប៉ុន្តែគាត់មិនបាននិយាយអ្វីទៀតទេផ្ទុយទៅវិញគាត់បានត្រឡប់ទៅខាងវ៉ាំបោលវិញហើយនៅស្ងៀមវ៉ាំបោលងើយក្បាលឡើងហើយសម្លឹងមើលយុវជនទំពេកតាមពិតទៅតាំងពីពេលដែលគាត់សម្លឹងមើលយុវជនទំពេកដំបូងគាត់មានអារម្មណ៍ថាយុវជនទំពេកកំពុងអង្គុយនៅទីនោះដូចជាគាត់កំពុងរងចាំគាត់ប៉ុន្តែវាមានអារម្មណ៍គួរឲ្យអស់សំណើចបន្តិចដូច្នេះវ៉ាំបោលមិនបានគិតច្រើនអំពីវាទេទោះជាយ៉ាងណាក៏ដោយដែលមើលឃើញពីភាពច្បាស់លាស់នៃសកម្មភាពនិងពាក្យសម្ដីរបស់យុវជនទំពេកគាត់មិនអាចជួយអ្វីបានប្រពីសួរថាតែយើងស្គាល់គ្នាទេលោកគ្រូបាននិយាយថាមនុស្សមួយចំនួនមានសក្តានុពលដ៏អស្ចារ្យហើយខ្ញុំសូមអញ្ជើញពួកគេឲ្យធ្វើការជាមួយគ្នានិងគ្រប់គ្រងគ្នាទៅវិញទៅមកអ្នកគឺជាម្នាក់ក្នុងចំណោមពួកគេប៉ុន្តែខ្ញុំមានអារម្មណ៍ថាអ្នកគ្រាន់តែជាមនុស្សធម្មតាទោះជាយ៉ាងណាក៏ដោយខ្ញុំបានគិតអំពីការផ្តល់ឱកាសឲ្យអ្នកដូច្នេះខ្ញុំបានស្វែងរកអ្នកដើម្បីសាកល្បងអ្នកនៅក្នុងសមរភូមិយុវជនទំពេកបានងើបក្បាលឡើងហើយនិយាយដោយស្ងប់ស្ងាត់ពេលគាត់និយាយវាហាក់ដូចជាមានអានុភាពមួយកំពុងបញ្ចេញចេញពីរាងកាយរបស់គាត់តើអ្នកអាចនិយាយបានធម្មតាទេតើអ្នកអាចឈប់ធ្វើកាយវិការបានទេវ៉ាំប៉ាវលហាក់ដូចជានិយាយមិនចេញហើយលើកដៃឡើងដើម្បីទិដ្ឋានរបស់គាត់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់លើកដៃឡើងគាត់មិនបានទះវាទៅលើថ្នាលរបស់គាត់ទេផ្ទុយទៅវិញគាត់បានបង្បែរបាតដៃរបស់គាត់ហើយគប់វាទៅលើដីរាងកាយរបស់គាត់បានធ្លាក់ចេញពីដីដូចជាទន្សាយដោយប្រើកម្លាំងពីការវាយ
ដូចជាព្រួយដែលបាញ់ចេញពីធ្នូគាត់បានស្ទើរទៅរកយុវជនទំពេកភ្លាមដោយរាងកាយរបស់គាត់ស្ទើរតែសង្កត់ទៅលើដីសកម្មភាពរបស់គាត់រលូនដោយទឹកហូរមិននឹកស្មានដល់នឹងត្រូវបានអនុវត្តយ៉ាងស្អាតនៅពេលនោះល្បឿនរបស់វាងបោត្រូវបានបញ្ចេញដោយគ្មានការស្ទាក់ស្ទើរធ្វើឲ្យគាត់មើលទៅដូចជាគាត់កំពុងវឹកហាត់ការវឹកហាត់របស់គាត់បានផ្ទុះឡើងទាំងស្រុងតែបង្កើតជួយ spirit គីនៅជុំវិញខ្លួនរបស់គាត់ពីចម្ងាយគាត់មើលទៅគួរឲ្យប្លែកពេលចូលទៅជិតយុវជនទំពេកក្នុងមួយពព្រិចភ្នែកគាត់បានចាប់គាត់រឿងទាំងអស់នេះបានកើតឡើងលឿនពេកហើយយុវជនទំពេកមានការភ្ញាក់ផ្អើលមួយសន្ទុះជាក់ស្ដែងមិនមានពេលគ្រប់គ្រាន់ដើម្បីប្រតិកម្មទោះជាយ៉ាងណាក៏ដោយវាដូចជាគោលបំណងតែមួយគត់ក្នុងជីវិតរបស់អ្នកយាមនៅក្បែរគាត់អ្នកបង្ហាត់ពីដៃពោះស្វាយគឺដើម្បីការពារលីវូចិនតែមានជំនាញខាងការប្រយុទ្ធនិងតាមដានសកម្មភាពរបស់បាងបោជានិច្ចគាត់ពិតជាបានបោះជំហានចេញហើយរៀងបាងបោនៅពេលនោះសំឡេងផ្ទៃមួយបានបន្លឺឡើងភ្លាមហើយរាងកាយរបស់អ្នកបង្ហាត់ពីដៃពោះស្វាយបានញ័រយ៉ាងខ្លាំងទឹកមុខរបស់គាត់ហាក់ដូចជាភ្ញាក់ផ្អើលហើយគាត់បានដកថយដោយអស់សង្ឃឹមខណៈពេលដែលឈាមស្រស់ៗហូរចេញពីជ្រុងមាត់របស់គាត់យ៉ាងណាក៏ដោយការរារាំងរបស់គាត់មានឥទ្ធិពលខ្លះដែលធ្វើឲ្យបាងបោថយចុះបន្តិចដង្ហើមរបស់យុវជនទំពេកបានលឿនជាងមុនដោយប្រើប្រាស់វិនាទីដ៏ខ្លីនេះដើម្បីដកថយយ៉ាងលឿននៅពេលដែលបាងបោខិតជិតមកដល់គាត់បានគិតពីការចាប់របស់បាងបោហើយវាបានហោះកាត់មុខរបស់គាត់បានលើកដៃស្តាំរបស់គាត់សង្កត់ទៅរកបាងបោលើអាកាសភ្លាមនោះសំឡេងទូកដ៏ធំមួយបានបន្លឺឡើងរវាងពួកគេទាំងពីរហើយកម្លាំងដ៏ខ្លាំងក្លាមួយបានផ្ទុះឡើងវាបានបង្ខំឲ្យបាងបោប្រញាប់ប្រញាល់ស្ទុះទៅមុខតងទៀតដើម្បីបោះជំហានថយក្រោយជាច្រើនជំហានហើយការសោកស្ដាយបានលេចឡើងនៅក្នុងក្រសែភ្នែករបស់គាត់ល្បឿនប្រតិកម្មរបស់អ្នកលឿនណាស់ប៉ុន្តែវាជាការប្រយុទ្ធពីរទល់នឹងមួយដូច្នេះអ្នកមិនអាចចាត់ទុកថាជាមនុស្សពិតបានទេអ្នកគ្មានខ្មាស់អៀនទេអ្នកបានវាឆ្មក់ខ្ញុំយុវជនទំពេកបានស្រែកដោយកំហឹងគាត់មិនអាចនៅស្ងៀមនៅពេលនោះបានទេហើយបានដកថយយ៉ាងលឿនទីបំផុតមិនបានធ្វើពុតទេឬវ៉ាងបោសម្លឹងមើលគាត់មនុស្សគ្រប់គ្នាដែលបានឃើញទស្សនវិជ្ជានោះនៅលើវេទិកាមេឃមានទឹកមុខរីករាយដោយការភ្ញាក់ផ្អើលនោះជាពិសេសសម្រាប់ឧត្តមសេនីយ៍ជើនិងអ្នកបង្ហាត់ស្លៀកពាក់ក្រហមអ្នកទាំងពីរមានពន្លឺចែងចាំងនៅក្នុងភ្នែករបស់ពួកគេល្អណាស់ទោះជាយ៉ាងណាក៏ដោយជើលូហាក់ដូចជាមិនសប្បាយចិត្តខ្លាំងហើយរអ៊ូទាំថានោះជាការវាយប្រហារលួចលាក់វាមិនអាចចាត់ទុកថាជាភាពរុងរឿងបានទេតើខួរក្បាលរបស់អ្នកបានខូចខាតដោយសារការសិក្សាច្រើនពេកនៅមហាវិទ្យាល័យសិក្សាសាមែនទេលងខ្លៅឧត្តមសេនីយ៍ជើជ្រួញចិញ្ចឹមហើយក្នុងករណីកម្រវាបានស្ទេបន្ទោសជើលូឈ្មោះពិតរបស់ Wolton អាចជា Dust Spotនេះជាលើកដំបូងហើយដែលជើលូបានជួបប្រទះនឹងការស្ទេបន្ទោសបែបនេះចាប់តាំងពីនាងបានចូលបម្រើកងទ័ពនៅពេលនោះទឹកមុខរបស់នាងបានផ្លាស់ប្ដូរបន្តិចនាងចង់តបតវិញប៉ុន្តែមិនហ៊ានដូច្នេះនាងអាចអោនក្បាលបានប៉ុន្តែកំហឹងនិងភាពអយុត្តិធម៌នៅក្នុងចិត្តរបស់នាងនៅតែបន្តកើតឡើងនៅទីបញ្ចប់នាងបានខ្សឹបប្រាប់ថាបើអ្នកប៊ូចំនួនខ្ញុំមិនគួរធ្វើអ្វីៗតាមរបៀបត្រឹមត្រូវនិងត្រង់ដើម្បីដើរតាមតេអូដ៏អស្ចារ្យទេឬការធ្វើអ្វីៗតាមរបៀបត្រឹមត្រូវនិងត្រង់គឺជាចេតនាចម្បងរបស់មនុស្សម្នាក់ការវាយប្រហារគូប្រជែងរបស់អ្នកអាស្រ័យលើមធ្យោបាយតើពួកគេដូចគ្នាទេចុះតេអូដ៏អស្ចារ្យវិញតើអ្នកគិតថាគោលបំណងនៃការបួសគឺដើម្បីដើរតាមតេអូដ៏អស្ចារ្យទេឧត្តមសេនីយ៍ជើមានទឹកមុខមើលមាត់ហើយសម្លឹងមើលទៅជើលូគោលបំណងនៃការបួសគឺសម្រាប់ការការពារខ្លួនការរស់រានមានជីវិតនិងការសម្លាប់មានតែនៅពេលដែលអ្នកដោះស្រាយបញ្ហាទាំងអស់នេះទេទើបអ្នកមានសិទ្ធិដើរតាមតេអូដ៏អស្ចារ្យឧត្តមសេនីយ៍ជើហាក់ដូចជាមិនព្រមនិយាយច្រើនពេកទេហើយគាត់ក៏ឈប់សម្លឹងមើលជើលូដោយមិនអើពើនឹងនាងជើលូមានការភ្ញាក់ផ្អើលវាច្បាស់ណាស់ថានាងមិនដែលឮគំនិតបែបនេះនៅក្នុងមហាវិទ្យាល័យដើរតាន់សោះទេនេះជាលើកដំបូងដែលនាងបានឮអំពីវាហើយនាងក៏វង្វេងបន្តិចនាងបានអោនក្បាលចុះដោយគិតទន្ទឹមនឹងនេះនៅលើសមរភូមិដែលមនុស្សគ្រប់គ្នាកំពុងយកចិត្តទុកដាក់បន្ទាប់ពីការវាយប្រហាររបស់យុវជនទំពេកបន្ទាប់ពីរាងកាយរបស់បាងបោហោះថយក្រោយហើយចំណាយរវាងពួកគេកើតឡើងយុវជនទំពេកបានសម្លឹងមើលបាងបោបន្ទាប់ពីដកដង្ហើមវែងហើយបង្ខំខ្លួនឯងឲ្យស្ងប់ចិត្តតមទៀតពន្លឺពណ៌មាសបានលេចឡើងយ៉ាងជ្រៅនៅក្នុងភ្នែករបស់យុវជនទំពេកគាត់បានលើកកម្រាមដៃមួយនៅលើដៃស្តាំរបស់គាត់ដាក់វានៅពីមុខរបស់គាត់ហើយនិយាយដោយស្ងប់ស្ងាត់លោកគ្រូបាននិយាយថាគណៈវិនិច្ឆ័យដើរត្រដឹងនៃមហាវិទ្យាល័យដើរដ៏បរិសុទ្ធអាចយល់ពីដើរដ៏ច្រើនសន្ធឹកសន្ធាប់នៃស្ថានសួគ៌និងផែនដីជ្រាលជ្រៅមួយដើម្បីបញ្ចូលគ្នានិងបង្កើតពិភពលោកមួយខ្ញុំវូចិនងងខ្លាចខ្ញុំគ្រាន់តែបង្កើតដំណក់ទឹកប៉ុណ្ណោះសូមបង្រៀនខ្ញុំផងមកតើបាននៅពេលនេះសម្លេងរបស់គាត់ហាក់ដូចជាខុសគ្នាដែលបញ្ចេញនូវការតស៊ូយ៉ាងជ្រៅស្ទើរតែភ្លាមបន្ទាប់ពីគាត់បោកមាត់ហើយលើកម្រាមដៃរបស់គាត់នៅលើដៃស្តាំរបស់គាត់ដំណក់ទឹកមួយបានប្រមូលទុំពីជំនាញដែលហាក់ដូចជាចេញពីខ្យល់ស្តើងវាត្រូវបានបង្ហាញដោយពណ៌នៅលើចុងម្រាមដៃរបស់យុវជនទំពេកដំណក់ទឹកនេះថ្លាឆ្លុះបញ្ចាំងពន្លឺពីគ្រប់ទិសទីក្នុងមួយពព្រិចភ្នែកវាហាក់ដូចជាភ្លឺចែងចាំងហើយនៅពេលដែលវាលេចឡើងពន្លឺទាំងអស់ពីជំនាញហាក់ដូចជាស្រអាប់ដំណក់ទឹកនេះភ្លឺមិនគួរឲ្យជឿបានខ្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍នៅពេលដែលដំណក់ទឹកលេចឡើងទឹកមុខរបស់លូស៊ីហៅបានផ្លាស់ប្ដូរទាំងស្រុងអារម្មណ៍គ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមកបានរារាំងដង្ហើមរបស់គាត់បណ្ដាលឲ្យគាត់ដកថយដោយសង្ឃាគិតទៅដូចជាគាត់ចង់ទៅឆ្ងាយពីកន្លែងនេះដំណក់ទឹកនោះធ្វើឲ្យគាត់មានអារម្មណ៍ថាវាមិនអាចទប់ទល់បាន
តាមពិតទៅគាត់មានអារម្មណ៍ថាស្ថានភាពចិត្តរបស់គាត់នឹងរង្គោះរង្គើដូចជាវាត្រូវបានវាប្រហារដោយរន្ទះបាញ់បន្ទាប់ពីគ្រាន់តែសម្លឹងមើលដំណក់ទឹកមួយប៉ុណ្ណោះតើវាជាមន្តអាគមធម៌ប្រភេទអ្វីគាត់មិនបានប្រើវត្ថុស័ក្តិសិទ្ធិអ្វីទាំងអស់តើគាត់ពិតជានៅកម្រិតទី1នៃអាណាចក្រដង្ហើមពិតមែនឬគាត់អះអាងថាគាត់មកពីមហាវិទ្យាល័យត្រាត់ដឹងតើខណៈពេលដែលស្ថានភាពចិត្តរបស់លោកជីហើយញ័របានប៉ាវបានបង្រួនភ្នែកការលេចចេញនៃដំណក់ទឹកក៏ធ្វើឲ្យគាត់មានអារម្មណ៍ថាមានគ្រោះថ្នាក់ដែលមិនអាចពន្យល់បានវាហាក់ដូចជាដំណក់ទឹកនេះមានអំណាចមួយចំនួនដែលគាត់មិនអាចយល់បានទោះបីជាវាគ្រាន់តែជាបំណែកតូចមួយក៏ដោយថាមពលចម្លែកនេះហាក់ដូចជាអាចធ្វើឲ្យបរិស្ថានជុំវិញរំជើបរំជួលនិងប៉ះពាល់ដល់ស្ថានភាពចិត្តទាំងមូលរបស់គាត់បុរសម្នាក់នេះមកពីមហាវិទ្យាល័យត្រាត់ដឹងតើវ៉ាងប៉ាវបានទប់ដង្ហើមរបស់គាត់ដំបូងឡើយវ៉ាងប៉ាវមិនបានគិតគូរចំពោះមហាវិទ្យាល័យត្រាត់ដឹងតើទេឥឡូវនេះពេលដែលគាត់ឃើញដំណក់ទឹកគាត់មានអារម្មណ៍ថាចំណាប់អារម្មណ៍នៃមហាវិទ្យាល័យត្រាត់ដឹងតើគឺខុសគ្នាបន្តិចឥឡូវនេះប៉ុន្តែចុះបើពួកគេមកពីមហាវិទ្យាល័យត្រាត់ដឹងតើវិញគាត់បានគិតពីការវាយប្រហាររបស់ខ្ញុំដោយសភាវគតិឥឡូវនេះនោះមានន័យថាដរាបណាខ្ញុំចូលទៅចិត្តគាត់ខ្ញុំពិតជាអាចធ្វើឲ្យគាត់ហោះបានដោយកាត់ទឹកដៃបន្ទាប់ពីការទឹកស្លាប់ប៉ាតាហាសិននោះពន្លឺចែងចាំងមួយបានទុះឡើងពីភ្នែករបស់វាងបោនហើយពន្លឺពណ៌ស្វាយមួយបានភ្លឺឡើងយ៉ាងជ្រៅនៅក្នុងភ្នែករបស់គាត់នៅពេលនោះដោយចរាចរណ៍ការបបឿនទាំងអស់របស់គាត់នឹងបញ្ចេញពន្លឺពណ៌ស្វាយរបស់គាត់បានដើរទៅរកយុវជនទំពេកនៅពេលដែលអំណាចដ៏ខ្លាំងក្លារបស់វាងបោត្រូវបានបង្កើតឡើងគាត់ដូចជាដើមមុតស្រួយដែលទាញចេញពីស្រោមរបស់វានៅពេលដែលគាត់ដើរទៅមុខយុវជនទំពេកហាក់ដូចជាមានអារម្មណ៍ថាមានកម្លាំងរបស់វាងបោគាត់បានបង្រួនភ្នែករបស់គាត់ហើយរវីដែលស្តាំរបស់គាត់ភ្លាមនោះដំណក់ទឹកបានបន្សល់ទុកស្លាកស្នាមដល់ភ្លឺចែកចាំងហើយបាញ់ទៅរកវាងបោអ្នកគ្មានឱកាសចូលទៅចិត្តខ្ញុំតងទៀតទេស្ទើរតែក្នុងពេលដំណើរគ្នានឹងពេលដែលយុវជនទំពេកកំពុងនិយាយវាងប៉ាវលបានចុះចតដោយជើងម្ខាងរាងកាយរបស់គាត់បានហោះឡើងលើហើយផ្លាស់ប្តូរទៅដើរនៅលើអាកាសគាត់ចង់គិតពីដំណក់ទឹកប៉ុន្តែដំណក់ទឹកនេះពិតជាពិសេសនៅពេលនោះវាបានផ្ទុយឡើងបង្កើតជាពពកអាប់ដែលល្បឿនដែលមិនអាចពិពណ៌នាបាននឹងរលាកយ៉ាងលឿនវាបានរៀនដើរគ្រប់ទៅទីរំពាត់វាងប៉ាវលនៅពេលដែលអពតជុំវិញគាត់ចក្ខុវិស័យរបស់វាងប៉ាវលបានព្រើនៅពេលដែលគាត់អាចមើលឃើញយ៉ាងច្បាស់តងទីភ្នែករបស់គាត់បានរួមទុយភ្លាមនៅពេលនោះអ្វីៗគ្រប់យ៉ាងនៅក្នុងបរិស្ថានជុំវិញគាត់បានផ្លាស់ប្តូរលោកជីហៅនិងកម្ពូលភ្នំទាំងអស់បានបាត់អស់សូម្បីតែវេទិកាមើលក៏បាត់ពីលើមេឃដែរវាដូចជាមានតែអាប់ដែលនៅសល់ក្នុងលោកការឈរនៅទីនោះដូចជាឈរនៅក្នុងសមុទ្រអាប់ដូចជាមនុស្សម្នាក់ត្រូវបានទាញចូលទៅក្នុងការបំភាន់ដោយកម្លាំងការបំភាន់ដង្ហើមរបស់វាងប៉ាវលលឿនបន្តិចដែលមានអារម្មណ៍ប្រុងប្រយ័ត្នភ្លាមនោះអាប់ជុំវិញបានរលាកហើយបន្ទាប់ពីរលកសំឡេងក្រហមចម្លែកមុខជាច្រើនបានបាញ់ចេញពីអាប់ដោយគ្មានករណីលើកលែងមុខទាំងអស់នោះមើលទៅដូចជារបស់វាងបលពួកគេទាំងអស់គ្នាមានទឹកមុខខុសៗគ្នាអ្នកខ្លះសើចអ្នកខ្លះយំអ្នកខ្លះសង្កេតថ្មីដោយកំហឹងហើយអ្នកខ្លះយំដោយកំហឹងយ៉ាងខ្លាំងមានអ្នកខ្លះថែមទាំងបង្ហាញភាពលោភលន់ទៀតផងវាដូចជាពួកគេចង់បង្ហាញអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6របស់មនុស្សតាមរយៈមុខផ្សេងៗគ្នាហើយពួកគេទាំងអស់គ្នាកំពុងប្រញាប់ប្រញាល់ទៅរកវាងបលទឹកមុខរបស់វាងបលបានផ្លាស់ប្ដូរហើយគាត់បានប្រហែលដល់40ហោះដោយប្រើត្រាដីដោយប្រើដៃស្តាំរបស់គាត់អង្កាំការពារបានទល់ឡើងបង្កើតជាអេក្រង់ការពារប៉ុន្តែចំពោះមុខដែលបង្ហាញពីអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6វាមិនមានប្រសិទ្ធភាពទេវាត្រូវបានដំណើរពើទៅស្រង់ដោយមុខទាំងនោះហើយពួកគេបានឆ្លងកាត់វាដូចជាចង់លេបប្របាក់គាត់និងខំគាត់ជាបំណែកបំផ្លាញរាងកាយនិងចិត្តរបស់គាត់វាស្រដៀងគ្នាណាស់ទៅនឹងត្រកូលឲ្យរូរីងទឹកមុខរបស់វាងបលបានផ្លាស់ប្ដូរមុខទាំងនេះធ្វើឲ្យគាត់គិតអំពីបទពិសោធន៍របស់គាត់នៅក្នុងភ្នំកំទេចកំទីនៅពេលដែលស្ថានភាពចិត្តរបស់វាងបលត្រូវបានរង្គោះរង្គើសម្លេងរបស់លីវូចិនបានបន្លឺឡើងនៅក្នុងពិភពអាប់លោកវាងដែលជាអ្នកកាន់សាសនាតើយើងខ្ញុំមកពីមហាវិទ្យាល័យត្រាត់តើខិតខំស្វែងយល់ពីតើដោយច្រើនលើលោកនៃឋានសួគ៌និងផែនដីបន្ទាប់ពីខ្ញុំបានបញ្ចូលគ្នានៅដំណក់ទឹកខ្ញុំបានបង្កើតជាមួយនឹងខ្សែស្រឡាយនៃធាតុវិញ្ញាណចម្លែកដែលបានផ្ដល់ឲ្យខ្ញុំដល់ម្ចាស់របស់ខ្ញុំហើយវាបានឆ្លងកាត់ការចម្រាញ់ដោយមនោគមរបស់ម្ចាស់ខ្ញុំទីបំផុតខ្ញុំបានបង្កើតតំបន់នេះអាវុធបំភាន់ដែលបានប្រែរូបចុងក្រោយនៅក្នុងពិភពនៃអាវុធបំភាន់របស់ខ្ញុំអ្វីគ្រប់យ៉ាងគឺអាស្រ័យលើការស្រមើស្រមៃរបស់អ្នកអាចមើលឃើញកន្លែងនេះជាពិភពនិមិត្តនៃស្មារតីរបស់អ្នកដូច្នេះនៅទីនេះអ្នកមានសេរីភាពក្នុងការស្រមើស្រមៃ
ទោះបីជាអ្នកស្រមៃថាអ្នកបានខ្លាយជាម្ចាស់ដ៏គ្មានគូប្រៀបហើយមកប្រយុទ្ធជាមួយខ្ញុំក៏ដោយវាមិនមែនជាបញ្ហាទេទោះជាយ៉ាងណាក៏ដោយនេះគឺជាអាវុធបំផន់របស់ខ្ញុំដូច្នេះមិនថាអ្នកស្រមៃអ្វីនៅទីនេះទេខ្ញុំនឹងតែងតែខ្លាំងជាងអ្នកម្ចាស់ធ្លាប់បាននិយាយថាអ្នកមានសក្តានុពលដ៏អស្ចារ្យដូច្នេះនៅទីនេះខ្ញុំពិតជាចង់ដឹងថាតាមមហិច្ឆតារបស់អ្នកអាចារ្យប៉ុណ្ណានៅពេលប្រឈមមុខនឹងអារម្មណ៍ទាំង7និងសេចក្តីរីករាយញញទាំង6របស់អ្នកនៅពេលដែលពាក្យរបស់ Lee Woo-chen បានបន្លឺឡើងមកដោយស្ទុះទៅរក Wang Pavel ទាំងអស់ចាប់ផ្ដើមគ្រោះហមកាន់តែខ្លាំងនៅពេលដែលពួកគេស្រាប់តែចូលមកជិតគាត់ពន្លឺត្រជាក់មួយបានភ្លឺឡើងនៅក្នុងភ្នែករបស់ Wang Pavel ហើយគាត់បាននឹកថយភ្លាមអាវុធបំផន់នោះជាអ្វីប្រយុទ្ធដល់ផ្អែកលើការស្រមើស្រមៃអ្នកអាចប្រយុទ្ធបែបនោះបានទេហាក់ដូចជាអ្នកដែលមកពីមហាវិទ្យាល័យត្រាស់ដឹងតែសុទ្ធតែគួតតែមានការសង្ស័យWang Pavelបានព្យាយាមស្រមៃខ្លួនឯងថាជាយៈដែលមិនអាចបញ្ឈប់បាននៅពេលដែលគំនិតនោះកើតឡើងរាងកាយរបស់គាត់បានពង្រីកក្នុងមួយពព្រឹកភ្នែកនៅក្នុងពិភពលោកនេះគាត់មានទំហំធំមិនគួរឲ្យជឿដូចជាគាត់អាចទ្រាំមេឃនិងទ្រទ្រង់ផែនដីបានអ្នកពិតជាអាចធ្វើបែបនោះបានដោយយកបានប៉ាវុលមានអារម្មណ៍ថាមានអំណាចមួយដែលមានសមត្ថភាពអង្រួនមេឃនិងផែនដីនិងបំផ្លាញអ្វីៗទាំងអស់កំពុងទោះឡើងនៅក្នុងខ្លួនរបស់គាត់ទោះជាយ៉ាងណាក៏ដោយនៅពេលនោះពិភពអបបំផន់បានពង្រីកទៅតាមនោះវាដូចជាពិភពលោកនេះអាចទុកការបង្កើតដ៏គួរឲ្យភ្ញាក់ផ្អើលណាមួយដែលការស្រមើស្រមៃរបស់បានប៉ាវុលអាចកើតឡើងបាននៅពេលនោះមុខដែលយយក៏បានពង្រីកខ្លួនដោយលាយឡំគ្នាទៅវិញទៅមកជាចុងក្រោយមុខដ៏ធំមួយហាក់ដូចជាបិទបាំងពាក់កណ្ដាលនៃមេឃបានលេចចេញនៅចំពោះមុខគាត់ដែលមានរស្មីដ៏អស្ចារ្យជារបស់វាងបោវាបានហោះមករកគាត់វាដូចជានៅពីមុខវាគ្មានអ្វីដែលហៅថាយៈដែលមិនអាចបញ្ឈប់បាននោះទេនៅពេលនេះនៅខាងក្រៅការបំភាន់នៅក្នុងវេទិកាមេឃសម្រាប់ការប្រកួតប្រជែងដ៏ធំរបស់ Combat Pavilion ភ្នែករបស់កងទ័ពមន្ត្រីសហព័ន្ធនិងអ្នកចាស់ទុំមហាវិទ្យាល័យអេតេរីដាវទាំងអស់បើចាំហូរតាមពិតទៅមនុស្សជាច្រើនបានក្រាបឈរឡើងដោយផ្ទាល់នេះគឺជាអាវុធបំភាន់នេះគឺជាវេទមន្តដែលបង្កើតឡើងដោយអតីតប្រធានសហព័ន្ធ Lee Sing-wen នៅពេលដែលគាត់កំពុងព្យាយាមទទួលបានការត្រាស់ដឹងលើអាវុធ Damage គាត់ធ្លាប់បាននិយាយថាគាត់នឹងប្រើវេទមន្តនេះដើម្បីបង្កើតបដិវត្តន៍ដ៏ធំមួយទាក់ទងនឹងវត្ថុបុរាណ Damage នៅក្នុងសហព័ន្ធគាត់នឹងប្រើវាដើម្បីទទួលបានការយល់ព្រមពីស្ថានសួគ៌និងផែនដីហើយព្យាយាមទម្លាស់ដោយហេតុនេះខ្លាយជាអ្នកជំនាញប្រឡងដើមតែមួយគត់របស់សហព័ន្ធ Lee Sing-wen គឺជាមនុស្សឆ្លាតម្នាក់ដែលមកពីស្ថានសួគ៌វាមិនខុសទេក្នុងការនិយាយថាចំណង់ចំណូលចិត្តរបស់គាត់ចំពោះការត្រាស់ដឹងគឺល្អបំផុតនៅក្នុងសហព័ន្ធខ្ញុំភ្ញាក់ផ្អើលដែលសិស្សរបស់គាត់មានចំណង់ចំណូលចិត្តដូចគ្នាចំពោះការត្រាស់ដឹងគាត់គ្រាន់តែជាសិស្សដង្ហើមប៉ុន្តែគាត់អាចប្រើមន្តនេះបាននៅក្នុងប្រសេះភ្នែករបស់មនុស្សដែលកំពុងមើលពីវេទិកាមើលនៅលើមេឃនៅលើសមរភូមិដែលWang PavelនិងLee Woo-chenនៅLee Woo-chenកំពុងអង្គុយជើងខ្វែងដោយបិទភ្នែកបបោមាត់របស់គាត់យល់បន្តិចហើយគាត់កំពុងសូត្រមន្តមួយដែលអ្នកខាងក្រៅមិនអាចឮនៅពីមុខគាត់ចំណាយ10 feet មានបាតទឹកដ៏ធំមួយបាតទឹកនេះមានភាពត្របូកត្របល់ដូចជាមានអ័ព្ទកំពុងអណ្តែតនៅក្នុងវាទោះបីជាមនុស្សម្នាក់មិនអាចមើលឃើញរាងកាយរបស់Wang Pavelយ៉ាងច្បាស់ក៏ដោយគាត់ត្រូវបានជាប់នៅក្នុងបាតទឹកនោះWang Pavelមិនបានដឹងអំពីការភ្ញាក់ផ្អើលរបស់អ្នកដែលនៅលើវេទិកាមេឃនោះទេនៅក្នុងពិភពអបគាត់បានប្រែក្លាយទៅជាយៈដ៏ធំមួយដែលបង្កើតសម្លេងក្រហមយ៉ាងខ្លាំងជាមួយនឹងជំហានរបស់គាត់ដោយភ្នែករបស់គាត់បង្ហាញថាគាត់មិនជឿលើអំពើអាក្រក់គាត់បានវាយទៅលើមុខដ៏ធំនៅលើមេឃបំបែកការទឹកដៃនេះបានអង្រួនផ្ទៃមេឃនិងរំញើបរិស្ថានជំវិញវាថែមទាំងបានបង្កើតព្យុះមួយដែលហាក់ដូចជាអាចបំផ្លាញអ្វីៗទាំងអស់មិនយូរប៉ុន្មានវាបានប៉ះនឹងមុខដែលកំពុងហើរទៅមុខការផ្ទុះសម្លេងបានធ្វើឲ្យផ្ទៃមេឃយល់ហើយមុខក៏ញ័រស្នាមប្រេះជាច្រើនបានលេចឡើងនៅលើវាហើយវាបានដួលរលំភ្លាមដូចជាវាមិនអាចទប់ទល់នឹងការវាយប្រហារបានទោះជាយ៉ាងណាក៏ដោយនៅពេលដែលវាដួលរលំទឹកមុខរបស់បានប៉ាវលបានផ្លាស់ប្ដូរគាត់ចង់ដកថយទៅក្រោយប៉ុន្តែវាយឺតពេកហើយមុខដែលដួលរលំបានប្រែក្លាយទៅជាមុខតូចៗរាប់មិនអស់ពួកគេបានប្រហមទៅមុខដោយល្បឿនលឿនជាងមុនពួកគេបានធ្វើដំណើរតាមដៃរបស់បានប៉ាវលហើយចូលទៅក្នុងខ្លួនរបស់គាត់ចរាចរជុំវិញមេរីឌៀនរបស់គាត់ចម្លែកណាស់ដោយមានអារម្មណ៍ថារាងកាយរបស់គាត់ពោពេញដោយកម្មស្មីនៃអូរ៉ាបានប៉ាវលបានស្រូបចូលភ្លាមកម្មស្មីនីមួយៗតំណាងឲ្យអារម្មណ៍មួយក្នុងចំណោមអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6ពួកវាកំពុងលោតចុះឡើងដោយចៃដន្យដូចជាពួកគេចំទល់រាងកាយរបស់គាត់ហើយវាចេញតើខ្ញុំត្រូវប្រយុទ្ធបែបនេះដោយរបៀបណានេះជាទឹកដីរបស់គាត់នឹងតែងតែខ្លាំងជាងខ្ញុំមិនថាខ្ញុំប្រើការស្រមើស្រមៃរបស់ខ្ញុំយ៉ាងណាក៏ដោយត្រូវពីនេះខ្ញុំពិតជាមិនអាចប្រយុទ្ធប្រឆាំងនឹងបរិសុទ្ធគូតម្នាក់តាក់ទងនឹងការស្រមើស្រមៃបានទេ
វាគ្មានប្រយោជន៍ទេទោះបីជាខ្ញុំស្រមៃថាខ្លួនឯងជាប្រធានសហព័ន្ធក៏ដោយភ្នែករបស់បានប៉ាវលហៀបនឹងផ្ទោះគាត់នៅតែមិនអាចសមនឹងសមរភូមិនៃការស្រមើស្រមៃនេះបានដោយឃើញពីរបៀបដែលស្នាមប្រេះកំពុងលេចឡើងនៅលើរាងកាយរបស់គាត់នៅពេលនោះគាត់ហៀបនឹងស្រមៃថាគ្រាប់ពូជដែលលេបប្របាក់របស់គាត់កំពុងស្រូបយកស្នាមប្រេះចេញពីភាពភ័យស្លន់ស្លោនៅពេលដែលគាត់ស្រាប់តែមានពន្លឺភ្លើងនោះមិនត្រឹមត្រូវទេហេតុអ្វីបានជាខ្ញុំប្រយុទ្ធជាមួយគាត់ជាមួយនឹងការស្រមើស្រមៃរបស់ខ្ញុំគួរតែប្រយុទ្ធជាមួយគាត់តាក់ទងនឹងការចម្រាញ់វត្ថុបុរាណធម្មមកអ្នកមិនអាចពឹងផ្អែកលើការស្រមើស្រមៃតែម្នាក់ឯងដើម្បីចម្រាញ់វត្ថុបុរាណធម្មមកបានទេដំណើរការនេះស្មុគស្មាញមិនគួរឲ្យជឿប្រសិនបើគាត់មិនដឹងពីមូលដ្ឋានគ្រឹះឬគោលការណ៍នៅពីក្រោយវាទេទោះបីជាគាត់ស្រមៃមើលវត្ថុបុរាណធម្មមកក៏ដោយវានឹងគ្រាន់តែជាការបំផន់ប៉ុណ្ណោះរហូតដល់ចាំបាច់បំផុតបានប៉ាវលមិនចង់ប្រើគ្រាប់ពូជដែលលេបប្របាក់របស់គាត់នៅទីសាធារណៈដោយសារហេតុទេចំពោះអូរ៉ានៅក្នុងខ្លួនខ្ញុំនឹងយកវាជាធាតុវិញ្ញាណដើម្បីចម្រាញ់បានប៉ាវលមានតមុខកាច់សាហាវនៅក្នុងភ្នែករបស់គាត់ដោយលើកដៃស្តាំរបស់គាត់ដូចជាគាត់កំពុងចម្រាញ់ថ្មវិញ្ញាណនិងស្រូបយកជីវិញ្ញាណជំនាញគាត់បានបើកដៃស្តាំរបស់គាត់ភ្លាមដោយកំណត់គោលដៅអូរ៉ាដែលបង្ហាញពីអារម្មណ៍ទាំង7និងសេចក្តីរីករាយញញឹមទាំង6នៅក្នុងខ្លួនរបស់គាត់មួយសន្ទុះរាងកាយរបស់បានប៉ាវិញវាហើយសម្លេងឧទានរបស់យុវជនទំពេកបានបន្លឺឡើងនៅក្នុងពិភពបំផុននៅពេលដែលសម្លេងឧទានបានបន្លឺឡើងអារម្មណ៍ទាំង7និងសេចក្តីរីករាយញញឹមទាំង6នៅក្នុងខ្លួនរបស់បានប៉ាវពិតជាបានហោះទៅរកដៃស្តាំរបស់គាត់បន្ទាប់ពីត្រូវបានណែនាំឲ្យចាប់តាមប្រមូលតុំមួយប្រព្រឹត្តភ្នែកថ្មវិញ្ញាណមួយដែលបង្កើតឡើងដោយប្រើអារម្មណ៍ទាំង7និងសេចក្តីរីករាយញញឹមទាំង6បានលេចឡើងយ៉ាងឆាប់រហ័សនៅក្នុងបាតដៃស្តាំរបស់បានប៉ាវថ្មវិញ្ញាណនេះមានរស្មីខ្លាំងដោយពន្លឺរបស់វាលើសពីថ្មវិញ្ញាណឥន្ទ្រនូដែលចម្រាញ់ដោយវ៉ាំបលភ្លាមនោះវាលេចចេញមកពន្លឺដ៏ភ្លឺចែងចាំងមួយបានផ្ទុះឡើងពីវានេះបណ្ដាលឲ្យអាប់ជុំវិញទន្លេបាត់តែយ៉ាងអាចមើលឃើញដូចជាផ្កាព្រឹកដែលប៉ះនឹងរលកកម្ដៅចំណេះដឹងគឺជាអំណាចកូនបាល់ទោលនេះជាលទ្ធផលនៃការដែលអ្នកមិនដឹងពីរបៀបចម្រាញ់វត្ថុបុរាណធម្មមកដោយឃើញថាវាមានប្រសិទ្ធភាពបានបោមានការភ្ញាក់ផ្អើលភ្លាមដោយសារគាត់បានប្រើធម៌ពលទាំងអស់របស់គាត់ដើម្បីធ្វើឲ្យថ្មវិញ្ញាណនៅក្នុងដៃរបស់គាត់សកម្មដែលបណ្ដាលឲ្យរស្មីរបស់វាផ្ទុះឡើងតងទៀតនៅពេលដែលវារាលដាលទៅកាន់បរិស្ថានជុំវិញអាប់បានរសាយបាត់ភ្លាមបន្ទាប់ពីសិតបាត់ទៅវ៉ាំប៉ាវលមិនបានដឹងអំពីការភ្ញាក់ផ្អើលរបស់អ្នកដែលនៅលើវេទិកាមេឃនោះទេនៅក្នុងពិភពអាប់គាត់បានប្រែក្លាយទៅជាយក្សដ៏ធំមួយដែលបង្កើតសម្លេងក្រហមយ៉ាងខ្លាំងជាមួយនឹងជំហានរបស់គាត់ដោយភ្នែករបស់គាត់បង្ហាញថាគាត់មិនជឿលើអំពើអាក្រក់គាត់បានវាយទៅលើមុខដ៏ធំនៅលើមេឃបំបែកការទឹកដៃនេះបានអង្រួនផ្ទៃមេឃនិងរំញើបបរិស្ថានជុំវិញវ៉ាំប៉ាវលមានការរំភើបហើយគាត់បានបោះជំហានទៅមុខពេលជើងរបស់គាត់ចុះដល់ដីស្នាមប្រេះបានលេចឡើងនៅក្នុងពិភពលោកដែលគ្របដណ្ដប់ដោយអាប់នោះដូចជាវាជាកញ្ចក់វាហាក់ដូចជាវាមិនអាចទប់ទល់នឹងផលប៉ះពាល់ហើយហៀបនឹងដួលរលំតាមរយៈស្នាមប្រេះទាំងនោះវ៉ាំប៉ាវលអាចមើលឃើញសមរភូមិយ៉ាងច្បាស់នៅចំណុចជួបគ្នានៃផ្លូវភ្នំនៅខាងក្រៅមិនថាវាជាលោកស៊ីហៅដែលប្រញាប់ប្រញាល់ទៅខាងឬវេទិកាមើលនៅលើមេឃទេពួកគេទាំងអស់គ្នាបានចូលទៅក្នុងវិស័យចក្ខុវិស័យរបស់គាត់10 feet នៅពីមុខគាត់គឺយុវជនទំពេនិងអ្នកដាំដុះពីដៃពណ៌ស្វាយដែលមានទឹកមុខខុសគ្នាអាណិចបំផុតនេះគួរឲ្យចាប់អារម្មណ៍ណាស់ភ្នែករបស់បានប៉ាវលភ្លឺឡើងពន្លឺនៃថ្មវិញ្ញាណដែលបង្កើតឡើងពីអារម្មណ៍ទាំង7និងសេចក្តីរីករាយញញឹមទាំង6បានទល់ឡើងតង់ទៀតរាងកាយរបស់គាត់ក៏បានហោះទៅមុខដែរហាក់ដូចជាលាយឡំជាមួយពន្លឺគាត់មានគោលបំណងបំបីពិភពលោកដូចកញ្ចក់នេះជាកន្លែងដែលស្នាមប្រេះបានលេចឡើងរួចហើយនៅពេលនោះនៅលើសមរភូមិនៃចំណុចជួបគ្នានៃកំពូលភ្នំអ្នកដាំដុះពីដៃពណ៌ស្វាយមានទឹកមុខភ្ញាក់ផ្អើលនៅក្នុងភ្នែករបស់គាត់បានប៉ាវលនៅតែស្ថិតនៅកន្លែងដដែលហើយមានដំណក់ទឹកដ៏ធំមួយរុំព័ទ្ធទ្រង់របស់គាត់ដំណក់ទឹកនេះបានរុំព័ទ្ធគាត់នៅខាងក្នុងពេលមើលពីចម្ងាយវាដូចជាពណ៌លឿងទុំប៉ុន្តែពេលពិនិត្យមើលឲ្យកាន់តែជិតស្នាមប្រេះបានលេចឡើងនៅលើដំណក់ទឹកវាដូចជាវាមិនអាចទប់ទល់នឹងពន្លឺដ៏មុតស្រួយរបស់បានប៉ាវលហើយហៀបនឹងដួលរលំចំពោះយុវជនទំពេកដែលកំពុងធ្វើសមាធិគាត់មានទឹកមុខកាន់តែអាក្រក់ពេលសម្លឹងមើលវ៉ាំប៉ាវលឈាមបានហូរចេញពីជ្រុងមាត់របស់គាត់ហើយការសម្លឹងរបស់គាត់បង្ហាញពីកំហឹងយ៉ាងជ្រាលជ្រៅ
តាមពិតទៅនៅពេលដែលគាត់បាននិយាយជាមួយវ៉ាងប៉ាវ៉ូតពីមុនគាត់កំពុងព្យាយាមបំភាន់គាត់ដឹងថាទោះបីជាគាត់បានបង្កើតដំណក់ទឹកតាមរយៈទេពកោសល្យធម្មជាតិរបស់គាត់ហើយបានប្រែក្លាយវាទៅជាអាវុធបំផាន់របស់គាត់ផ្ទាល់ក្រោមជំនួយពីម្ចាស់របស់គាត់ក៏ដោយគាត់ខ្វះសមត្ថភាពនិងចំណេះដឹងគាត់មិនអាចសម្រេចបាននូវភាពស្ទាត់ជំនាញក្នុងគ្រប់វិស័យដូចជាអាគីមីការចម្រាញ់វត្ថុបុរាណធម្មមុខនិងការបង្កើតអារេនោះហើយជាមូលហេតុដែលគាត់មិនអាចគ្រប់គ្រងអាវុធបំផាន់បានយ៉ាងល្អឥតខ្ចោះនៅពេលនេះនោះហើយជាមូលហេតុដែលវ៉ាងបោរបស់គាត់បានបំផាន់គាត់ដែលធ្វើឲ្យគាត់មិនអើពើនឹងចំណុចនេះហើយពឹងផ្អែកទាំងស្រុងលើការស្រមើស្រមៃរបស់គាត់តាមវិធីនោះគាត់អាចប្រើប្រាស់អាវុធបំផាន់ដើម្បីបង្កើតជំហរនៃភាពមិនអាចឈ្នះបានប៉ុន្តែគាត់មិនគិតថាវ៉ាងបោនឹងដឹងខ្លួនលួនបែបនេះទេនៅពេលនេះដែលកំហឹងនៅក្នុងចិត្តរបស់គាត់ភ្នែករបស់យុវជនទំពេកបានភ្លឺឡើងពេលដែលដំណក់ទឹកភាពនិងដួលរលំភាពមកមាត់បានលេចឡើងនៅក្នុងភ្នែករបស់គាត់បានលើកដៃស្តាំរបស់គាត់ហើយចំអកទៅដំណក់ទឹកដែលវ៉ាងបោស្ថិតនៅពិភពអាវុធបំផាន់របស់ខ្ញុំមិនអាចបំផ្លាញបានទេបិទនៅពេលដែលពាក្យរបស់គាត់បានរសាត់តាមខ្យល់គាត់បានធ្វើឲ្យដំណក់ទឹកដែលរុំព័ទ្ធវ៉ាងបោជាសះស្បើយស្នាមប្រេះនៅលើវាកំពុងបិទជិតហាក់ដូចជាអនុញ្ញាតឲ្យដំណក់ទឹកទទួលបានភាពរលោងដើមរបស់វានៅក្នុងដំណក់ទឹកមុខជាច្រើនបានលេចឡើងពួកគេលែងមើលទៅដូចជាវ៉ាងបោទៀតហើយពួកគេមើលទៅគួរឲ្យខ្លាចជានេះទៅទៀតនៅក្នុងការបំភាន់ដំណក់ទឹកវ៉ាងបោបានឃើញអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងនៅខាងក្រៅតាមរយៈស្នាមប្រេះដ៏ធំនៅពីមុខគាត់នៅពេលដែលស្នាមប្រេះកំពុងបិទយ៉ាងលឿនគាត់បានលើកដៃស្តាំរបស់គាត់ឡើងហើយសាច់ដោយត្រជាក់វាគ្មានប្រយោជន៍ទេពន្លឺត្រជាក់មួយបានភ្លឺឡើងក្នុងភ្នែករបស់វ៉ាងបោការចម្រាញ់វត្ថុបុរាណដើមមិនត្រឹមតែពាក់ព័ន្ធនឹងការបង្កើត Spirit Stone ប៉ុណ្ណោះទេវាក៏ពាក់ព័ន្ធនឹងសិលាចារឹកនិង Spirit ឃើញផងដែរនៅពេលដែលគាត់លើកដៃស្តាំរបស់គាត់សិលាចារឹករាប់មិនអស់នៅចំហៀងគាត់បានរាលដាលទៅកាន់បរិស្ថានជុំវិញដូចជាពួកគេអាចផ្ទួតរំលំភ្នំនិងផ្លាស់ទីសមុទ្រប្រសិនបើវានៅកន្លែងផ្សេងសិលាចារឹកទាំងនេះនឹងស្ថិតនៅក្នុងការចងចាំរបស់វ៉ាងបោហើយធម្មជាតិមិនអាចបង្ហាញបានទេទោះជាយ៉ាងណាក៏ដោយសារតែពិភពអាប់នេះពឹងផ្អែកលើការស្រមើស្រមៃសិលាចារឹករាប់មិនអស់បានលេចឡើងតាមការស្រមើស្រមៃរបស់វ៉ាងបោនៅពេលនោះមានសិលាចារឹកច្រើនពេកមិនត្រឹមតែចំនួនរបស់ពួកគេជិតដល់1លានប៉ុណ្ណោះទេវ៉ាងបោអាចបង្កើតបន្ថែមទៀតដោយប្រើរូបមន្តដែលគាត់បានស្ទាត់ជំនាញមានសិលាចារឹកកម្រិតខ្ពស់នៅខាងក្នុងពួកវាគ្របដិតភ្លើមេឃនិងផែនដីស្ទើរតែកាន់កាប់ពិភពអាប់ទាំងមូលពួកវាថែមទាំងបង្កើតព្យុះបោកបក់ពីពេញដីខណៈពេលដែលពន្លឺរបស់ពួកគេបានអង្រួមផ្ទៃមេឃពួកគេបានបន្តប៉ះទង្គិចជាមួយមុខរបស់ពួកគេដែលបង្កើតសំឡេងទោសខ្លាំងអាចឈប់ឈរខ្ញុំបានគិតអំពីរឿងនេះកាលពីអតីតកាលតើនឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំប្រមូលសិលាចារឹកទាំងអស់ដាក់លើថ្មវិញ្ញាណតែមួយជាអកុសលវាមិនអាចអនុវត្តបានហើយគ្មានអ្នកណាអាចធ្វើវាបានទេប៉ុន្តែនៅទីនេះដោយសារអ្នកបាននិយាយថាពិភពលោកនេះមិនអាចបំផ្លាញបានចូលយើងមើលថាតើវាអាចទ្រាំទ្រនឹងក្តីស្រមៃរបស់ខ្ញុំបានឬអត់ពន្លឺចម្លែកមួយបានលេចឡើងនៅក្នុងភ្នែករបស់វ៉ាងបោនៅពេលដែលគាត់ស្រាប់តែដឹងថាពិភពនៃការស្រមើស្រមៃនេះពិតជាឱកាសពិសេសមួយសម្រាប់គាត់នៅទីនេះគាត់អាចប្រើប្រាស់ចំណេះដឹងរបស់គាត់ដើម្បីចម្រាញ់វត្ថុបុរាណធម្មមុខនៅក្នុងការស្រមើស្រមៃរបស់គាត់ក្នុងអំឡុងពេលនៃដំណើរការនៃការចម្រាញ់វត្ថុបុរាណធម្មមុខនេះគាត់មិនត្រូវការសម្ភារៈចម្រាញ់ទេហើយគ្មានឱកាសនៃការបរាជ័យនោះទេដូច្នេះសម្រាប់វ៉ាងបោបទពិសោធន៍នៃដំណើរការនេះគឺមានតម្លៃខ្លាំងណាស់ដោយគិតបែបនេះភ្នែករបស់វ៉ាងបោបានភ្លឺឡើងភ្លាមហើយរាងកាយរបស់គាត់ពិតជាបានរង្គត់ថយក្រោយគាត់មិនខ្វល់ថាស្នាមប្រេះរបស់ពិភពលោកនេះកំពុងត្រូវបានជួសជុលយ៉ាងឆាប់រហ័សនោះទេគាត់បានបាត់បង់ចេតនាចាត់ចែងរួចហើយផ្ទុយទៅវិញភ្នែករបស់គាត់ពោពេញដោយភាពស្វាហាប់តែសាច់គាត់បានលើកដៃឆ្វេងរបស់គាត់ឡើងហើយគ្រវីដៃទៅកាន់សិលាចារឹកជំវិញនៅលើថ្មវិញ្ញាណដែលបង្កើតឡើងដោយប្រើអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6គាត់បានចាប់តាមឆ្លាស់សិលាចារឹកក្នុងមួយប្រព្រឹត្តភ្នែកសិលាចារឹករាប់មិនអស់បានលេចឡើងនៅលើថ្មវិញ្ញាណអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6សិលាចារឹកទាំងនេះត្រូវបានខ្ជាប់យ៉ាងក្រាស់គ្របទៅលើថ្មវិញ្ញាណទាំងមូលនោះមិនគ្រប់គ្រាន់តែខ្ញុំនៅតែត្រូវបន្តវ៉ាងប៉ាវុយចាប់សក់របស់គាត់បន្តឆ្លាក់សិលាចារឹកយ៉ាងរហ័សសិលាចារឹកនៅលើថ្មវិញ្ញាណបានចាប់តាមទ្រលើគ្នាជាស្រទាប់នៅពេលដែលសិលាចារឹកទ្រលើគ្នាបរិយាកាសដ៏គួរឲ្យភ័យខ្លាចមួយបានលេចចេញមកយឺតពីថ្មវិញ្ញាណនេះមួយសន្ទុះបរិយាកាសនេះបានកើនឡើងដល់កម្រិតដ៏គួរឲ្យភ័យខ្លាចបរិស្ថានជុំវិញបានបង្ខូចទ្រង់ទ្រាយអាប់កំពុងរសាត់ហើយមុខនៅខាងក្នុងកំពុងដកថយទៅក្រោយពួកគេមានការបញ្ចេញមតិនៃការភ័យខ្លាចមិនហ៊ានចូលទៅជិតគាត់វាដូចជាមានវត្តមានដ៏គួរឲ្យភ័យខ្លាចនៅកន្លែងដែលវ៉ាងប៉ាវុយនៅវានៅតែមិនគ្រប់គ្រាន់ទេអាក្រក់ណាស់ធ្វើឲ្យថ្មវិញ្ញាណនេះធំជាងដង្ហើមរបស់វ៉ាងប៉ាវុយលឿនឡើងហើយគាត់ហាក់ដូចជាភ្លេចថាគាត់កំពុងប្រយុទ្ធប្រឆាំងនឹងនរណាម្នាក់នៅពេលនោះមានតែសិលាចារឹកប៉ុណ្ណោះដែលលេចឡើងនៅក្នុងភ្នែករបស់គាត់ហើយគាត់បានបោះថ្មវិញ្ញាណនៅក្នុងដៃរបស់គាត់ធ្វើឲ្យវាអន្តែតលើអាកាសគាត់ចាប់ដោយដៃស្តាំរបស់គាត់ចាប់មុខជុំវិញទាំងអស់ដែលបានដកថយដោយការភ័យខ្លាចរួចហើយសំឡេងស្រែកយ៉ាងខ្លាំងនិងភ័យស្លន់ស្លោបានបន្លឺឡើងមុខលោកកាយសង្ហាពីមុនឥឡូវនេះបានព្យាយាមគេចពីវ៉ាងបោដោយក្តីរំភើបប៉ុន្តែពួកគេមិនអាចរត់គេចខ្លួនបានទេក្រោមកម្លាំងមើលរបស់វ៉ាងបោពួកគេទាំងអស់ត្រូវបានបឺតមករកគាត់ហើយបញ្ជូនទៅក្នុង Spirit Stone ដែលធ្វើឲ្យវាពង្រីកជាបន្តបន្ទាប់
ក្នុងពេលជាមួយគ្នានេះបានគ្រប់គ្រងសាលាចរិតជុំវិញដោយប្រមូលសាលាចរិតបន្តទៀតដោយក្តីរំភើបនៅពេលនេះអារម្មណ៍ដែលចេញពី Spirit Stone បានឈានដល់កម្រិតដ៏គួរឲ្យភ័យខ្លាចរួចទៅហើយតាមពិតទៅពិភពលោកបានចាប់ផ្ដើមយករួចទៅហើយអ្នកខាងក្រៅមិនអាចជួបប្រទះវាបានទេប៉ុន្តែទឹកមុខរបស់យុវជនទំពេកបានផ្លាស់ប្ដូរយ៉ាងខ្លាំងហើយដង្ហើមរបស់គាត់ក៏លឿននៅពេលដែលគាត់កំពុងពិចារណាថាតើត្រូវបញ្ចប់ការប្រយុទ្ធនេះឬអត់បានបល់ស្រាប់តែងក់ក្បាលឡើងនៅក្នុងពិភពអាប់ Spirit Stone នេះទុយពេកហើយវាមិនគ្រប់គ្រាន់ប៉ុន្តែសោះវាមិនគ្រប់គ្រាន់ទេទោះបីជាខ្ញុំត្រួតលើសិលាចរិតក៏ដោយភាពកាច់សាហាវបានលេចឡើងនៅក្នុងភ្នែករបស់បានបល់នៅពេលនោះបន្ទាប់ពីសម្លឹងមើលទៅជុំវិញខ្លួនពន្លឺដ៏ខ្លាំងមួយបានលេចឡើងនៅក្នុងភ្នែករបស់គាត់ហើយគាត់បានទេថ្នារបស់គាត់ខ្ញុំប្រហែលជាមនុស្សឡងហេតុអ្វីបានជាខ្ញុំគិតអំពីការឆ្លាក់សិលាចរិតនៅលើថ្មវិញ្ញាណខ្ញុំអាចឆ្លាក់វានៅលើពិភពលោកនេះបានតែសិស្សនៃអាវុធធំមុខមិនអាចចម្រាញ់អ្វីមួយនៅក្នុងសកលលោកនេះបានទេសូមឲ្យខ្ញុំចម្រាញ់ពិភពលោកនេះហើយចម្រាញ់វាទៅជាអាវុធធំមុខតែគិតដូច្នេះវ៉ាំប៉ាវលមានការរំភើបយ៉ាងខ្លាំងដែលរាងកាយរបស់គាត់ចាប់ផ្ដើមញ័រគាត់ងក់ក្បាលហើយសើចរួចព្រវីដៃទាំងពីររបស់គាត់ភ្លាមនោះសិលាចរិតទាំងអស់នៅក្នុងពិភពលោកនោះបានទល់ឡើងពួកវាលែងអន្តែតលើអាកាសទៀតហើយផ្ទុយទៅវិញបានរលាយជាមួយពិភពលោកហើយគាត់បានចាប់ផ្ដើមឆ្លាក់នៅពេលនោះយុវជនទំពេកនៅខាងក្រៅមានអារម្មណ៍ស្រឡាំងកម្មភ្លាមអារម្មណ៍មិនល្អមួយបានទល់ឡើងភ្លាមនៅក្នុងខ្លួនគាត់ដូចជារលកធ្វើឲ្យដង្ហើមរបស់គាត់លឿននិងភ្នែករបស់គាត់បើកធំវ៉ាំប៉ាមួយឈប់ទៅខ្ញុំលេងចប់ហើយគួតហើយឈប់ទៅខណៈពេលដែលយុវជនទំពេកកំពុងស្រែកវ៉ាំប៉ាវលបានងក់ក្បាលចុះហើយសាច់នៅក្នុងពិភពនៃដំណក់ទឹកសិលាចរិតទាំងអស់នៅក្នុងសកលលោកនេះបានទល់ឡើងដោយពន្លឺដ៏អស្ចារ្យនៅពេលដែលវ៉ាំប៉ាវលក្រវីដៃរបស់គាត់ដោយបោះពុំលើភាពប្រទេសនេះនៅពិភពលោកនេះប្រលេខមើលមួយផ្លែសិលាចរិតរាប់មិនអស់បានព្យួរនៅលើមេឃនៃពិភពលោកប្រទេសនេះដោយតែងវាទោះបីជាមេឃមិនត្រូវបានគ្របដោយទាំងស្រុងដោយសិលាចរិតទាំងនេះក៏ដោយក៏ពួកវានៅតែដើរតួជាផ្កាយនៅលើមេឃពេលយប់ដែលមិនអាចរាប់បានដោយភ្នែកទទេមែនហើយត្រូវហើយនេះជាអារម្មណ៍វ៉ាំប៉ាវលនិយាយដោយរំភើបសក់របស់គាត់កំពុងបបោកតាមជើងហើយភ្នែករបស់គាត់ពោពេញដោយការរំភើបនៅពេលនោះខួរក្បាលរបស់គាត់ពោពេញទៅដោយរូបមន្តនៃសិលាចរិតវាហាក់ដូចជាសម្រាប់គាត់ពិភពអាវុធបំផន់ទាំងមូលបានក្លាយជាប្រដាប់ក្មេងលេងរបស់គាត់បន្តបោះពុំការបោះពុំនេះនៅឆ្ងាយពីភាពពេញលេញព្រោះពិភពលោកនេះធំណាស់វ៉ាំប៉ាវលរត់តំខ្លួនឯងគាត់មើលទៅរំភើបនិងថែមទាំងញ័រដោយសារតែការរំភើបជាការពិតណាស់បទពិសោធន៍ប្រភេទនេះគឺជាឱកាសមួយដែលកើតឡើងដោយសំណាងហើយមិនអាចទទួលបានដោយបង្ខំឡើយខណៈពេលដែលគាត់កំពុងរវីដៃសិលាចរិតជាច្រើនទៀតត្រូវបានបង្កើតឡើងពីគ្មានអ្វីសោះហើយនៅជុំវិញគាត់តែឆន្ទៈរបស់គាត់សិលាចរិតទាំងអស់បានផ្លាស់ទីជុំវិញនឹងបិទចិត្តសកលលោកតងទៀតមិនយូរប៉ុន្មានតាមដែលភ្នែកអាចមើលឃើញសកលលោកនេះពោពេញទៅដោយផ្កាយរាប់មិនអស់ពួកវាទាំងអស់សុទ្ធតែជាសិលាចរិតនៅពេលនេះមានសិលាចរិតច្រើនពេកដែលត្រូវបានបោះពុម្ពហើយសិលាចរិតនីមួយត្រូវបានបង្កើតឡើងដោយវ៉ាំបលនិងមានឆន្ទៈរបស់គាត់ដោយសារតែរឿងនេះនៅពេលដែលសិលាចរិតរីករាលដាលនឹងកាន់កាប់ពិភពអាវុធបំផន់នេះដែលបង្កើតឡើងដោយដំណក់ទឹកពួកគេពិតជាបានចាប់តាមប្រកួតប្រជែងដោយអរូបីជាមួយយុវជនទំពេកដើម្បីប្រជែងយកការគ្រប់គ្រងលើពិភពលោកនេះនៅពេលដែលយុវជនទំពេកនៅក្នុងពិភពខាងក្រៅឃើញរឿងនេះទឹកមុខរបស់គាត់បានផ្លាស់ប្ដូរយ៉ាងខ្លាំងគាត់ឈប់អង្គុយជើងកងក្រាបឈរឡើងភ្លាមហើយចាប់តាមស្រែកបានបោដែលគ្មានភាពអៀនខ្មាស់ទេនេះជាការប្លន់ធំឥឡូវនេះយុវជនទំពេកនោះបានខ្លាចទៅជាភ័យស្លន់ស្លោហើយទឹកមុខរបស់គាត់នៅតែបន្តផ្លាស់ប្ដូរភាពស្ងប់ស្ងាត់របស់គាត់បានបាត់ទៅវិញទាំងស្រុងហើយគាត់ក៏ត្រូវបានជំរុញឲ្យគួតរួចទៅហើយពេលគាត់ស្រែកឡើងគាត់ចាប់ផ្ដើមបង្កើតត្រាដៃដើម្បីយកអាវុធវេទមន្តរបស់គាត់មកវិញនៅក្នុងចិត្តរបស់គាត់សោកស្ដាយរួចទៅហើយដែលបានរកឃើញវ៉ាំបោដើម្បីសាកល្បងអំណាចនៃអាវុធបំផន់របស់គាត់វាគឺដោយសារតែគាត់ពិតជាមិននឹកស្មានថាវ៉ាំបោនឹងមានភាពមិនសម្រម្យបែបនេះហើយថែមទាំងចង់ចម្រាញ់អាវុធបំផន់របស់គាត់សម្រាប់ខ្លួនគាត់ទៀតផងប្រសិនបើវ៉ាំបោចម្រាញ់អាវុធបំផន់របស់គាត់ដោយជោគជ័យវាដូចគ្នានឹងការដកយកអាវុធបំផន់របស់គាត់ដែរគាត់មិនដែលគិតពីរឿងបែបនេះទេនេះជារឿងមិនគួរឲ្យជឿនិងគួរឲ្យអស់សំណើចណាស់នៅពេលនេះសរសៃវាយនៅលើថ្នាលរបស់គាត់បានចេញមកហើយគាត់បានរើដៃរបស់គាត់យ៉ាងលឿនដើម្បីបង្កើតត្រាដៃភ្លាមនោះត្រាដៃបានគ្របដោយទឹកដំណក់ទឹករបស់វ៉ាំបោដំណក់ទឹកចាប់ផ្ដើមបង្ខូចទ្រង់ទ្រាយភ្លាមហើយហាក់ដូចជាបាត់ទៅវិញទោះជាយ៉ាងណាក៏ដោយវាយឺតពេលហើយនៅក្នុងពិភពអាវុធបំផន់ភ្នែកពន្លឺចម្លែកមួយបានលេចឡើងនៅក្នុងភ្នែករបស់វ៉ាំបោគាត់បានលើកដៃឡើងចាប់ខ្មោចវិញ្ញាណនៃអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6នៅពីមុខគាត់ហើយចុចវាចុះភ្លាម
សំឡេងក្រហមមួយបានចេញពីមាត់របស់គាត់មើលពិភពលោកនេះជាថ្មវិញ្ញាណសិលាចារឹកគ្មានទីបញ្ចប់ត្រូវបានបង្កើតឡើងបង្រួមពួកវាទៅជាក្របវិញ្ញាណកំពូលប្រយោគទាំង3នោះធ្លាប់មាននៅក្នុងបច្ចេកទេសនៃការផ្លាស់ប្ដូរអាវុធគ្មានទីបញ្ចប់ហើយពួកវាទៅតែត្រូវបានផ្លាស់ប្ដូរដោយបានបលទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ក្រហមវាពិតជាអស្ចារ្យមិនធម្មតានិងរញ្ជួយផែនដីនៅពេលដែលវាបន្លឺឡើងនៅលើមេឃសិលាចារឹកទាំងអស់នៅក្នុងពិភពលោកដែលដូចជាផ្កាយបានបញ្ចេញពន្លឺកាន់តែច្រើនភ្លាមៗហើយបានរីករាលដាលពីពេញពិភពលោកនៅពេលដែលដៃរបស់វាងបោចុចចុះក្រោមថ្មវិញ្ញាណនៃអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6នៅក្នុងដៃរបស់គាត់បានដួលរលំនិងផ្ទុះឡើងសិលាចារឹករាប់មិនអស់នៅក្នុងថ្មបានផ្ទុះឡើងភ្លាមៗក្នុងពេលជាមួយគ្នានេះក៏មានព្យុះមួយកំពុងរំកិលនៅក្នុងក្បាលរបស់វាងបោផងដែរចាប់តាំងពីការណែនាំរបស់គាត់អំពីអាវុធធំមកសិលាចារឹកទាំងអស់ដែលគាត់បានស្ទាត់ជំនាញចាប់តាំងពីគាត់ចាប់ផ្ដើមសិក្សាអាវុធធំមកបានផ្ទុះឡើងក្នុងរយៈពេល1វិនាទីដោយសារតែការទាញយកពីរូបមន្តរបស់គាត់សិលាចារឹកទាំងនេះបានរួមបញ្ចូលគ្នាជាមួយនឹងសិលាចារឹកនៅក្នុងថ្មវិញ្ញាណនៃអារម្មណ៍ទាំង7និងអារម្មណ៍រីករាយទាំង6ដើម្បីបង្កើតជាសមុទ្រនៃសិលាចារឹកសិលាចារឹកទាំងនេះគ្មានទីបញ្ចប់ហើយនៅជុំវិញវាងបលពួកវាបានក្លាយជាព្យុះរញ្ជួយផែនដីដែលរំញ័រនិងរីករាលដាលពីពេញដូចជាកម្រាលព្រំពីចម្ងាយមនុស្សអាចមើលឃើញសមុទ្រនៃសិលាចារឹករីករាលដាលពីពេញដោយភាពភ័យរន្ធត់ដីនៃពិភពលោកត្រូវបានគ្របដោយប្រព័ន្ធស្រុងក្នុងមួយពព្រៃភ្នែកវាមិនមែនជាទីបញ្ចប់ទេដោយល្បឿនលឿនបែបនេះសិលាចារឹកហាក់ដូចជាឈានដល់ហ្គេមហើយពួកវាពិតជារីករាលដាលឡើងនៅក្នុងដំណើរការនេះដោយសារមានសិលាចារឹកដូចជាផ្កាយនៅលើមេឃរួចហើយវាហាក់ដូចជាសមុទ្រផ្កាយនិងសមុទ្រសិលាចារឹកបានទាក់ទាញនិងបញ្ចូលគ្នាជាមួយគ្នាដើម្បីធ្វើឲ្យសមុទ្រសិលាចារឹកមានភាពអស្ចារ្យសិលាចារឹកបានរីករាលដាលកាន់តែលឿននិងភ្លាមគ្របដោយទឹកលើមេឃទាំងមូលនៃពិភពលោកមួយផ្លែពិភពលោកទាំងមូលមិនថាស្ថានសួគ៌ឬផែនដីទេគឺពោពេញទៅដោយសិលាចារឹកសម្រាប់មនុស្សនៅក្នុងពិភពខាងក្រៅដំណក់ទឹកដែលរុំព័ទ្ធបានបលឥឡូវនេះហាក់ដូចជាមានចំណុចក្រាស់ៗនិងត្រូវបានកាន់កាប់ទាំងស្រុងដោយសិលាចារឹកឈុតឆាកដ៏គួរឲ្យភ្ញាក់ផ្អើលនេះធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងស្តង់ភ្ញាក់ផ្អើលយុវជនទំពេកត្រូវបានជំរុញឲ្យគួរទាំងស្រុងគាត់ថែមទាំងខំអានតាត់របស់គាត់ហើយស្ដោះទឹកមាត់ចេញខណៈពេលកំពុងក្រហមដើម្បីគ្រប់គ្រងនិងដោះតាមយកអាវុធបំផន់មកវិញគាត់ពិតជាសោកស្ដាយចំពោះការសម្រេចចិត្តរបស់គាត់វាងបោទោះជាយ៉ាងណាក៏ដោយគាត់បានស្ដោះទឹកមាត់ចេញព្យាយាមដល់តាមការគ្រប់គ្រងមកវិញហើយក្រហមដោយឥតប្រយោជន៍តាមពិតទៅនៅពេលដែលវាងបោបានដឹងហើយចង់កែលម្អអាវុធបំផន់អ្វីៗទាំងអស់នោះមិនអាចត្រឡប់វិញបានទេទោះជាយ៉ាងណាក៏ដោយយុវជនទំពេកមិនបានចុះចាញ់នឹងវាទេហើយគាត់មិនអាចទទួលយកផលវិបាកបានទេដំណក់ទឹកបានមកពីការខិតខំប្រឹងប្រែងរបស់គាត់ដោយមានជាវិញ្ញាណដ៏មានតម្លៃនិងជំនួយពីម្ចាស់របស់គាត់ទីបំផុតវាត្រូវបានតែលម្អទៅជាអាវុធបំផន់នេះជាអាវុធបំផន់របស់ខ្ញុំគ្មាននរណាម្នាក់អាចយកវាទៅបានទេយុវជនទំពេកបាននិយាយទឹកមុខរបស់គាត់មានភាពកាចសាហាវនៅពេលដែលគាត់បានបង្កើតត្រាដៃតងទៀតខណៈពេលកំពុងក្រហមគាត់បានប្តេជ្ញាចិត្តថានឹងយកអាវុធនោះមកវិញដោយមិនគិតពីតម្លៃប៉ុន្តែក្នុងពេលជាមួយគ្នានេះនៅក្នុងពិភពលោកដែលត្រូវបានកាន់កាប់ដោយសិលាចារឹករបស់វាងបោដែលបានសង្កត់ដីដោយប្រើដៃទាំងពីរបានលើកក្បាលរបស់គាត់យឺតៗហើយមើលជុំវិញគាត់អាចមានអារម្មណ៍ថាពិភពនៃដំណក់ទឹកបានคล้ายទៅជាខុសគ្នាសម្រាប់ពិភពលោកមុននៃដំណក់ទឹកវាងបោគ្រាន់តែជាមនុស្សចម្លែកម្នាក់ដែលត្រូវបានអូសចូលទៅក្នុងវាប៉ុន្តែឥឡូវនេះគាត់អាចមានអារម្មណ៍ថាគាត់បានក្លាយជាម្ចាស់របស់វារួចហើយវាហាក់ដូចជាគំនិតមួយអាចផ្លាស់ប្ដូរពិភពលោកក្រៅពីនេះរចនាសម្ព័ន្ធនិងបរិស្ថាននៃពិភពលោកនៃដំណក់ទឹកនេះបានផ្ទុយស្រឡះពីគ្នាយ៉ាងខ្លាំងហើយបានផ្លាស់ប្ដូរទាំងស្រុងគ្មានអាប់និងគ្មានមុខមាត់ទេប្រឡេកមើលមួយផ្លែស្ថានសួគ៌ឬផែនដីអ្វីៗទាំងអស់សុទ្ធតែជាសិលាចារឹកក្នុងចំណោមសិលាចារឹកទាំងនេះហាក់ដូចជាមានផ្លេកបន្ទោខ្លះផ្លេកបន្ទោមិនទាន់ទាត់បានរំកិលចុះឡើងក្នុងចំណោមសិលាចារឹកឥតឈប់ឈរពេលខ្លះផ្លេកបន្ទោជាច្រើនបានប៉ះទង្គិចគ្នាដើម្បីបាត់ឬកាន់តែខ្លាំងឡើងដោយគិតដល់រឿងទាំងអស់នោះមានពន្លឺនៃការបំផុសគំនិតមួយនៅក្នុងភ្នែករបស់វាងបោអូនេះជាអារម្មណ៍នៃការចម្រាញ់អ្វីៗទាំងអស់ទៅជាអាវុធធំមុខវាងបោបានរួបទាំខ្លួនឯងបទពិសោធន៍ប្រភេទនេះគឺចាំបាច់បំផុតសម្រាប់គាត់បទពិសោធន៍នេះពិតជាបានបើកទ្វារនៃអាវុធធំមុខសម្រាប់គាត់អ្វីៗទាំងអស់ត្រូវបានគេមើលឃើញថាជាថ្មវិញ្ញាណសិលាចារឹកគ្មានទីបញ្ចប់ត្រូវបានបង្កើតឡើងដោយបង្រួមវាទៅជាក្របវិញ្ញាណដ៏ឧត្តមប្រយោគនេះបានលេចឡើងក្នុងចិត្តរបស់វាងបោម្ដងទៀតទោះជាយ៉ាងណាក៏ដោយគាត់ស្រាប់តែមានអារម្មណ៍ថាគាត់បានយល់ដឹងកាន់តែស៊ីជម្រៅនៅពេលនេះដូច្នេះខ្ញុំបច្ចុប្បន្នកំពុងនៅក្នុងក្របវិញ្ញាណដែលខ្ញុំបានចម្រាញ់អូនេះជារបៀបដែលផ្នែកខាងក្នុងនៃក្របវិញ្ញាណមើលទៅតាមពិតទៅសិលាចារឹកមិនត្រឹមតែអាចឆ្លាក់នៅខាងក្រៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងខាងក្នុងទៀតផងមានពន្លឺនៃការយល់ដឹងនិងការបំផុសគំនិតមួយទៀតនៅក្នុងភ្នែករបស់វាងបោ
សាលាចរិតត្រូវបានភ្ជាប់គ្នាទៅវិញទៅមកដោយផ្លេកបន្ទោទាំងនេះដែលមិនអាចមើលឃើញដោយភ្នែកទទេតែវាបញ្ចេញថាមពលដ៏អស្ចារ្យនេះវ៉ាំប៉ាវលបានដកដង្ហើមវែងៗហើយមានទឹកមុខស្រវឹងវាហាក់ដូចជាពិភពនៃសាលាចរិតនេះបានក្លាយជារឿងដ៏អស្ចារ្យបំផុតនៅក្នុងលោកសម្រាប់គាត់បន្ទាប់ពីមួយរយៈយូរមកគាត់ញញឹមបន្តិចដូច្នេះតើផ្លេកបន្ទោទាំងនេះកើតឡើងយ៉ាងដូច្នេះប្រហែលជានេះជាមុខងាររបស់ខ្មោចវិញ្ញាណវ៉ាំប៉ាវលគិតដោយភ្នែកភ្លឺដោយក្តីរំភើបគាត់មើលជុំវិញដោយប្រុងប្រយ័ត្នហើយភ្លាមៗនោះបានដឹងថាមានខ្សែស្រឡាយមាសផ្លឹបផ្លែតនិងផ្លាស់ទីនៅក្នុងសមុទ្រនៃសាលាចរិតជុំវិញវ៉ាំប៉ាវលឧទានឡើងដោយភ្នែកភ្លឺខ្សែស្រឡាយមាននេះហាក់ដូចជាមានសន្ទុះវិញ្ញាណដ៏អស្ចារ្យដែលត្រូវបានបង្កើតឡើងដោយការបង្ហាប់នៃជីវិញ្ញាណដ៏អស្ចារ្យខណៈពេលដែលវាកំពុងផ្លាស់ទីវាហាក់ដូចជាមានចិត្តផ្ទាល់ខ្លួនហើយបានបំផ្លាញសាលាចរិតឥតឈប់ឈរដែលមានគោលបំណងបំបែកពិភពលោកត្រឡប់ទៅពិភពដើមនៃអបវិញទោះជាយ៉ាងណាក៏ដោយសារតែមានសាលាចរិតច្រើនពេកនៅទីនោះដែលបំពេញបន្ថែមគ្នាទៅវិញទៅមកទោះបីជាខ្សែស្រឡាយមានឥទ្ធិពលក៏ដោយវានឹងមិនទទួលបានជោគជ័យដោយខ្លួនឯងទេប៉ុន្តែប្រសិនបើគ្មានសកម្មភាពណាមួយត្រូវបានធ្វើឡើងដើម្បីរារាំងវាទេប្រហែលជាតាមពេលវេលាវាអាចធ្វើបានតើនេះជាអ្វីដែលក្មេងទំពេកតូចបានធ្វើមែនទេវ៉ាំប៉ាវលរអ៊ូតតាមដោយញញឹមគាត់អាចមានអារម្មណ៍ថាដង្ហើមរបស់យុវជនទំពេកពីខ្សែស្រឡាយមាននេះគាត់ត្រាក់ឡើងហើយក្រវីដៃស្តាមរបស់គាត់ហើយពិភពលោកចាប់ផ្ដើមយល់ភ្លាមខណៈពេលដែលសាលាចរិតទាំងអស់កំពុងភ្លឺចែងចាំងផ្លេកបន្ទោបានប្រែក្លាយពិភពលោកទាំងមូលទៅជាអាមពន្លឺហើយបានបោកបក់អ្វីៗទាំងអស់ដល់ខួរលាន់ខ្សែស្រឡាយមានបានព្យាយាមគេចចេញដោយឥតប្រយោជន៍ហើយវាត្រូវបានគ្របដណ្ដប់ដោយសមុទ្រផ្លេកបន្ទោយ៉ាងឆាប់រហ័សបន្ទាប់ពីផ្លេកបន្ទោបាត់ទៅខ្សែស្រឡាយមានបានប្រែទៅជាពណ៌ឈាមដង្ហើមរបស់យុវជនទំពេនៅខាងក្នុងវាបានបាត់ទៅហើយខ្ញុំអាចចេញទៅក្រៅឥឡូវនេះវ៉ាំប៉ាវលនិយាយហើយសើចខ្លាំងគាត់បានព្រៀងទៅមុខហើយបោះជំហានចេញក្នុងពេលជាមួយគ្នានោះយុវជនទំពេនៅក្នុងពិភពខាងក្រៅដែលកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងនិងយកអាវុធបំផន់មកវិញបានញ័រភ្លាមដោយមុខរបស់គាត់ប្រែជាស្លេកគាត់ញ័រខ្លួនហើយបោះជំហានថយក្រោយដែលកំហឹងដែលមិនអាចនិយាយបាននៅក្នុងភ្នែករបស់គាត់ហ៊ាននឹងស្រែកប៉ុន្តែមុនពេលដែលគាត់ស្រែកសូម្បីតែមួយម៉ាត់នៅឯសមរភូមិនៃចំណុចប្រមូលទិមចុងក្រោយនៅលើកំពូលភ្នំដំណក់ទឹកដែលជាអាវុធបំផន់ដែលរួមព័ទ្ធបាំងបលបានបញ្ចេញពន្លឺដ៏អស្ចារ្យមួយពន្លឺនោះប្រៀបដូចជាដាវមុតស្រួចជាច្រើនខណៈពេលដែលវាកំពុងរៀនដាវពីពេញបានប៉ាវលបានបោះជំហានចេញពីដំណក់ទឹកពេលគាត់ដើរចេញគាត់បានលើកដៃស្តាំរបស់គាត់ហើយពិភពនៃដំណក់ទឹកបានភ្លឺចែងចាំងហើយរួញទៅជាដំណក់ទឹកតូចមួយក្នុងមួយប្រព្រឹត្តភ្នែកវាអន្តែតពីលើបាតដៃរបស់វ៉ាំប៉ាវលហើយភ្លឺចែងចាំងវាមើលទៅដូចជាដំណក់ទឹកនៃផ្កាអាំប្រូស៊ីជំនួសឲ្យទឹកវ៉ាំប៉ាវលសូមប្រគល់អាវុធបំផន់របស់ខ្ញុំមកវិញឥឡូវនេះយុវជនទំពេលីវូឆាន់បានសម្លឹងមើលវ៉ាំប៉ាវលដោយអារម្មណ៍មិនល្អខ្លាំងអ្នកហ៊ានបញ្ជាខ្ញុំទេអង្កាមនេះមើលទៅឆ្ងាញ់ណាស់វ៉ាំប៉ាវលសម្លឹងមើលយុវជនទំពេគាត់បានលើកដៃឡើងហើយបោះដំណក់ទឹកនេះចូលទៅក្នុងមាត់របស់គាត់ដោយផ្ទាល់គាត់បានលើកវាខណៈពេលដែលយុវជនទំពេកំពុងសម្លឹងមើលគាត់ដោយការភ្ញាក់ផ្អើលវ៉ាងប៉ាវលញញឹមឆ្ងាញ់ណាស់យុវជនទំពេនោះមានការភ្ញាក់ផ្អើលហើយឈរស្ងៀមនៅនឹងកន្លែងវាហាក់ដូចជាគាត់មិនអាចទទួលយកអ្វីដែលគាត់ទើបតែឃើញហើយភ្នែករបស់គាត់ពុបពេញដោយភាពទទេស្អាតគាត់បានរអ៊ូទាំពេលស្ថិតក្នុងភាពស្រពេចស្រពើថាគាត់បានស៊ីអាវុធបំផន់របស់ខ្ញុំមែនទេមែនហើយប៉ុន្តែខ្ញុំបានស៊ីវាខ្ញុំអាចបង្ហាញអ្នកប្រសិនបើអ្នកមិនជឿខ្ញុំបានប៉ាវលបាននិយាយបន្ទាប់ពីនេះយុវជននោះគាត់បានបើកមាត់របស់គាត់ហើយបង្ហាញយុវជនទំពេថាគាត់ពិតជាបានស៊ីវាមែនសូម្បីតែលោកជីហៅដែលតែងតែយកចិត្តទុកដាក់ចំពោះសមរភូមិក៏មានទឹកមុខចម្លែកបន្ទាប់ពីឃើញរឿងនេះគាត់បានសម្លឹងមើលយុវជនទំពេនោះហើយបន្ទាប់មកសម្លឹងមើលបានប៉ាវលទោះបីជាគាត់ពិតជាមិនចូលចិត្តបានប៉ាវលក៏ដោយគាត់នៅតែមិនអាចជួយអ្វីបានក្រៅពីជេរប្រមាថបានប៉ាវលឡើយមនុស្សអាក្រក់នោះជាការវាយប្រហារដ៏ទាបមួយតើគាត់មកពីណាវាមានអាវុធធំមកឬវាមានអាហារតើគាត់មិនខ្លាចស្លាប់ដោយសារតែរឿងនេះទេឬខណៈពេលដែលលោកជីហើយកំពុងរអ៊ូទាំអ្នកដាំដុះដែលពាក់អាវក្រោះពណ៌ស្វាយក៏មានអារម្មណ៍ស្រឡាំងកាំងនិងភ័យខ្លាចចំពោះអ្វីដែលបានប៉ាវលទើបតែធ្វើចំពោះយុវជនទំពេវិញគាត់ហាក់ដូចជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយមិនអាចទទួលយករឿងទាំងអស់នេះបានទេគាត់ពិតជាបានសម្លឹងមើលមករបស់វ៉ាំប៉ាវលហើយចាប់ផ្ដើមញ័រអ្នកពិតជាបានស៊ីឡាមែនយុវជនទំពេក៏អូទាំហើយដង្ហើមរបស់គាត់ចាប់ផ្ដើមលឿនគាត់ហាក់ដូចជាទទួលយកការប៉ានីកបន្តិចតមហើយខួរក្បាលរបស់គាត់កំពុងញ័រនៅពេលនេះ
ហាក់ដូចជាមានផ្លេចបន្ទោរាប់ពាន់គ្រាប់ទល់នៅក្នុងខួរក្បាលរបស់គាត់ជាបន្តបន្ទាប់ពួកវាកាន់តែមានថាមពលខ្លាំងឡើងហើយទីបំផុតនាំឲ្យមានសម្លេងមិនលើឡោតឥតឈប់ឈរដែលធ្វើឲ្យចិត្តនិងព្រលឹងរបស់គាត់ភ្ញាក់ផ្អើលធ្វើឲ្យគាត់យល់ដោយមិនអាចគ្រប់គ្រងបានបន្ទាប់ពីនោះគាត់បានងើបក្បាលឡើងភ្លាមហើយចាប់តាមក្រហមដោយភ្នែកពោពេញដោយស្នាមឈាមក្រាស់វ៉ាងប៉ាវលគាត់ស្រែកឡើងលើមេឃហើយគាត់ត្រូវបានជំរុញឲ្យឈួតទាំងស្រុងដោយដង្ហើមលឿនភាពឈួតដែលមិនធ្លាប់មានពីមុនមកនឹងអារម្មណ៍មិនសមហេតុផលហាក់ដូចជាបណ្ដាលឲ្យសរសៃឈាមរបស់គាត់ផ្ទុះគាត់ថែមទាំងគួរឈាមចេញដោយសារតែកំហឹងទៀតផងឯងស៊ីរីពិតមែនយុវជនទំពេកស្រែកគាត់មានបំណងសម្រាប់វ៉ាងប៉ាវលប៉ុន្តែដោយសារតែឧបសគ្គភ្នែករបស់គាត់ស្រវាំងហើយជំហានរបស់គាត់ក៏រង្គើបន្ទាប់ពីដើរបានពី3ជំហានគាត់មានអារម្មណ៍ថាពិភពលោកទាំងមូលនៅពីមុខគាត់កំពុងវិលជាសំណាងល្អអ្នកដំដុលដែលពាក់អាវក្រោះពណ៌ស្វាយនៅក្បែរគាត់បានដើរមកយ៉ាងលឿនហើយកាន់គាត់ដើម្បីកុំឲ្យគាត់ដួលទោះជាយ៉ាងណាក៏ដោយភ្នែករបស់គាត់បានប្រែជាក្រហមដូចឈាមរួចហើយប្រសិនបើភ្នែកអាចត្រូវបានប្រើជាអាវុធបានប៉ាវលប្រកាសជាត្រូវបានចាត់សម្លាប់ដោយរាងកាយរបស់គាត់ពោពេញដោយរុនវ៉ាងប៉ាវលស្ដង់វាចេញរកូលអាវុធបំផន់របស់ខ្ញុំមកវិញនោះជារបស់ខ្ញុំបានចម្រាញ់វាដោយទឹកភ្នែកនិងជារបស់ខ្ញុំតើអ្នកអាចស៊ីវាដោយរបៀបណាយុវជនទំពេកស្រែកគាត់កាន់ដៃអ្នកដំដុលដែលពាក់អាវក្រោះពណ៌ស្វាយហើយស្ទើរតែទុកខ្លួនមិនបានគាត់មិនអាចជួយអ្វីបានក្រៅពីចាប់តាមយំនឹងស្រែកបន្ទាប់ពីឃើញគាត់មានប្រតិកម្មហួសហេតុវ៉ាងប៉ាវលបានដើរថយក្រោយពី3ជំហាននៅសភាគិតដោយការប្រុងប្រយ័ត្នគាត់ព្រឹកភ្នែកហើយក្អកស្រាលគាត់មានអារម្មណ៍ថាគាត់កំពុងធ្វើបាបយុវជនទំពេកហើយថែមទាំងធ្វើឲ្យគាត់យំទៀតផងដូច្នេះគាត់បានប្រវីដៃរបស់គាត់ហើយយកអង្កាំខែកាតឹងមាសចេញគាត់បានបោះវាទៅយុវជននោះហើយបន្ទាប់មកនិយាយថាវាគ្រាន់តែជាដំណក់ទឹកតូចមួយប៉ុណ្ណោះនេះជាសំណុំរបស់អ្នកនៅតែធ្វើឲ្យខ្ញុំអាម៉ាស់មុខនេះជាអ្វីខ្ញុំបានប្រើឈាមវិញ្ញាណដើម្បីចម្រាញ់វាឈាមវិញ្ញាណតើអ្នកយល់ទេយុវជនទំពេកស្រែកខ្លាំងជាងមុនគាត់បានប្រវីដៃអាវរបស់គាត់ហើយគោះអង្កាំចេញតើអ្នកកំពុងព្យាយាមបោកប្រាស់មែនទេគំរាមកំហែងខ្ញុំវ៉ាងប៉ែសម្លឹងមើលគាត់មុនពេលគាត់និយាយទៅមុខរបស់គាត់បានផ្លាស់ប្ដូរភ្លាមនៅពេលដែលគាត់ដឹងថាដំណក់ទឹកដែលគាត់ទៅតែលេបបានចាប់តាមផ្លាស់ប្ដូរចម្លែកតាមពិតទៅមូលហេតុដែលវ៉ាងប៉ៅហ៊ានលេបដំណក់ទឹកនោះគឺដោយសារតែគាត់បានចម្រាញ់វាចេញពីគ្មានអ្វីហើយប្រែក្លាយវាទៅជាស្នូលវិញ្ញាណក៏មានត្រារបស់គាត់នៅខាងក្នុងផងដែរដែលបណ្ដាលឲ្យគាត់គិតដោយធម្មជាតិថារាងកាយរបស់គាត់អាចបញ្ចូលគ្នាជាមួយវត្ថុនេះនោះហើយជាមូលហេតុដែលគាត់បានលេបវាដំបូងដែលវាស្ថិតនៅក្នុងក្រពះរបស់គាត់ហើយមិនបានផ្លាស់ប្ដូរទាល់តែសោះទោះជាយ៉ាងណាក៏ដោយនៅពេលនេះមានឈាមមួយដំណក់ហូរចេញពីដំណក់ទឹកដំណក់ឈាមនេះគឺដូចគ្នាបីបិទទៅនឹងឈាមដែលបានបានឃើញនៅក្នុងពិភពដំណក់ទឹកនៅពេលដែលវាលេចឡើងវាចាប់ផ្ដើមបញ្ចេញកម្លាំងវិញ្ញាណហើយបង្កើនល្បឿនភ្លាមវាថែមទាំងរំដំណក់ទឹកនោះហើយព្យាយាមប្រញាប់ប្រញាល់ចេញពីរាងកាយរបស់វ៉ាងបលក្នុងពេលជាមួយគ្នានោះយុវជនទំពេកដ៏ខឹងសម្បាបានដឹងរឿងនេះហើយភ្នែករបស់គាត់ពុបពេញដោយការរំភើបវានៅតែមានគាត់និយាយហើយអង្គុយជើងទម្រភ្លាមគាត់បានធ្វើឲ្យត្រាដៃសកម្មហើយចំអកទៅចិញ្ចើមរបស់គាត់ដោយរាងកាយរបស់គាត់យកមន្តអាគមដែលមិនស្គាល់មួយត្រូវបានបង្កើតឡើងដែលបណ្ដាលឲ្យដំណក់ឈាមពង្រីកយ៉ាងឆាប់រហ័សវ៉ាងប៉ាវលមានការភ័យខ្លាចហើយចង់ស្ដោះវាចេញប៉ុន្តែនៅពេលនោះខ្យល់គួយនៃក្របពូជស៊ីសាច់របស់វ៉ាងប៉ាវលនៅក្នុងដែនធានរបស់គាត់ស្រាប់តែវិលកម្លាំងវិលដ៏អស្ចារ្យមួយបានចាប់តាមលេចធ្លាយចេញពីរាងកាយរបស់គាត់ហើយបាត់ភ្លាមទោះបីជាវាផ្ទុះឡើងភ្លាមក៏ដោយកម្លាំងបឺដ៏ខ្លាំងក្លាបានបឺតដំណក់ឈាមត្រឡប់មកវិញភ្លាមដំណក់ឈាមនេះហាក់ដូចជាត្រូវបានចាប់ដោយដៃដែលមើលមិនឃើញវាបានទប់ទល់ដោយឥតប្រយោជន៍ហើយត្រូវបានអូសដោយកម្លាំងចូលទៅក្នុងក្របពូជស៊ីសាច់ដូចជាវាត្រូវបានកំទេចនិងស្រូបយកដោយក្របពូជស៊ីសាច់វៃបានតែឡើងភ្លាមក្របពូជស៊ីសាច់របស់វ៉ាងប៉ាវុតបានស៊ីឈាមរួចហើយមុនពេលគាត់អាចមានប្រតិកម្មចំពោះដំណក់ទឹកវិញវាត្រូវបានគេមិនអើពើដូចជាក្របពូជដែលលេបប្របាប់បានមកងាយវាវ៉ាងប៉ាវុតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយទឹកមុខរបស់គាត់បានផ្លាស់ប្ដូរបន្ទាប់ពីក្របពូជដែលលេបប្របាប់របស់គាត់បានលេបប្របាប់ឈាមវាហាក់ដូចជារំលាយឈាមហើយរលកដ៏អស្ចារ្យនៃវិញ្ញាណឈីបានផ្ទុះឡើងចេញពីដែនធានរបស់គាត់វិញ្ញាណឈីមានថាមពលខ្លាំងនិងក្រាស់វាថែមទាំងលើសពីបរិមាណសរុបនៃវិញ្ញាណឈីដែលស្រូបយកដោយវ៉ាងប៉ាវរហូតដល់ពេលនោះបន្ទាប់ពីក្របពូជដែលលេបប្របាប់បានផ្ទុះឡើងវិញ្ញាណឈីបានចាប់ផ្ទុះឡើងនៅក្នុងខ្លួនរបស់វ៉ាងប៉ាវដូចជាការរអិលបាត់ដីវិញ្ញាណឈីដ៏ក្រាស់ខ្លាំងបានរីករាលដាលនិងប្រមូលផ្តុំនៅក្នុងខ្លួនរបស់វ៉ាងប៉ាវដូចជាគាត់បានខ្លាយជាពីប៉ោងដែលត្រូវបានបំផង់ជាប់លាប់នៅពេលដែលវ៉ាងប៉ាវឃើញរាងកាយរបស់គាត់ដែលហៀបនឹងទោះមុខរបស់គាត់ក៏ស្រពោនហើយគាត់បានស្រែកយំសៅមានរឿងអ្វីកើតឡើងនេះភ្លាមពេកហើយវ៉ាងប៉ាវទប់ដង្ហើមហើយចាប់តប្រើសិល្បៈពពកដល់ទេវភាពដើម្បីស្រូបយកវិញ្ញាណឈីភ្លាមជាមួយនឹងចរាចរណ៍នៃសិល្បៈខ្លាយអេតេរីបរិមាណដ៏ច្រើននៃ Spirit Kick ត្រូវបានស្រូបចូលទៅក្នុង Meridian របស់គាត់បន្ទាប់ពីចរាចរណ៍ជុំវិញខ្លួនរបស់គាត់កម្រិតនៃការដាំដុះរបស់គាត់ក៏ចាប់ផ្ដើមរីកចម្រើនផងដែរក្នុងមួយប្រព្រឹត្តភ្នែកគាត់បានឈានដល់កម្រិតកាលនៃអាណាចក្រទូបលីកប៉ុន្តែគាត់មិនមានពេលដើម្បីភ្ញាក់ផ្អើលដោយរីករាយនោះទេគាត់មិនអាចខ្វល់ពីរឿងផ្សេងទៀតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់បែបនេះទេគាត់បានធ្វើឲ្យជំនាញរបស់គាត់សកម្មយ៉ាងខ្ពស់ហើយមិនយូរប៉ុន្មាន
គាត់បានឈានដល់កម្រិតកម្ពស់នៃកម្រិតដំបូងនៃអាណាចក្រទូបរីកល្បឿននៃការបង្កើនប្រសិទ្ធភាពនេះគឺលឿនខ្លាំងណាស់ដូចជាគាត់បានញ៉ាំថ្នាំគ្រាប់អមតៈរឿងព្រេងនិទានទោះជាយ៉ាងណាក៏ដោយវ៉ាំបោនៅតែស្រែកឡើងនៅពេលដែលគាត់បានរកឃើញថា Spirit Key នៅក្នុងខ្លួនរបស់គាត់មាននឹងស៊ីតេខ្ពស់ពេកនិងហួសពីការស្រមើស្រមៃរបស់គាត់ទោះបីជាគាត់បានចរាចរសិល្បៈខ្លាយទៅរៀនហើយប្រាមើលរៀនវិញ្ញាណដ៏ល្អឥតខ្ចោះរបស់គាត់ដើម្បីស្រូបយកវាក៏ដោយនេះគ្រាន់តែរៀបរៀងគាត់ពីការផ្ទប់ប៉ុណ្ណោះចំពោះ Spirit Key ដែលមិនអាចស្រូបយកបានក្នុងរយៈពេលខ្លីវាទាំងអស់បានប្រមូលផ្តុំដោយស្វ័យប្រវត្តិនៅក្នុងសរីរាង្គសាច់និងឈាមរបស់បាំបោលហើយប្រែទៅជាខ្លាញ់វិញ្ញាណសូម្បីតែបន្ទាប់ពីគាត់បានព្យាយាមបញ្ឈប់វាដោយអស់សង្ឃឹមក៏ដោយខ្លាញ់វិញ្ញាណបានឡើងក្រាស់ជាប់ជានិច្ចហើយរាងកាយរបស់បាំបោលក៏ហើមឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែករាងកាយទាំងមូលរបស់គាត់បានប្រែក្លាយទៅជាបាតដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលខ្ញុំបាំបោលនិយាយតាគូតាកាត់ដោយកំហឹងគាត់ព្យាយាមអោនក្បាលចុចដើម្បីមើលរាងកាយរបស់គាត់ប៉ុន្តែបានរកឃើញថាខ្លួនគាត់មិនអាចធ្វើវាបានអារម្មណ៍ដែលធ្លាប់ស្គាល់នេះធ្វើឲ្យគាត់ស្រែកយំកាន់តែខ្លាំងឡើងតើខ្ញុំថតម្ដងទៀតដោយរបៀបណាខ្ញុំបានព្យាយាមយ៉ាងខ្លាំងដើម្បីសម្របទម្ងន់រាងកាយស្លេងរបស់ខ្ញុំមកសម្ហាររបស់ខ្ញុំទេកុំធាត់ជាងនេះទៅទៀតខ្ញុំមានកំហុសខ្ញុំមិនគួរញ៉ាំច្រើនពេកទេខ្ញុំមិនបានក្លាយជាប្រធានសហព័ន្ធទេខ្ញុំមិនចង់ស្លាប់ដោយសារធាត់ទេវ៉ាំប៉ាវលដែលកំពុងខំសម្បើមមិនបានខ្វល់ថាកម្រិតនៃការដាំដុះរបស់គាត់បានបំបែកកំពូលនៃកម្រិតទី1ដល់កម្រិតទី2នៃអាណាចក្រដង្ហើមពិតនោះទេសំឡេងយំសោកសៅរបស់គាត់ដែលមានការស្អប់ខ្ពើមនិងការសោកស្ដាយបានរីករាលដាលគ្រប់ពីកន្លែងនៅពេលនោះសិស្សគ្រប់រូបនៅលើកោះ Upper Academy ដែលបានឃើញឆាកនេះតាមរយៈអេក្រង់មានអារម្មណ៍ថាចិត្តនិងបេះដូងរបស់ពួកគេញ័រមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលហើយបន្តដកដង្ហើមវែងៗពួកគេជាច្រើនបានឃើញការប្រយុទ្ធទាំងមូលរវាងវ៉ាំប៉ាវលនិងយុវជនទំពេកទោះបីជាពួកគេមិនយល់ច្បាស់ក៏ដោយរូបរាងដ៏ខ្លាំងក្លារបស់វ៉ាំប៉ាវលនៅទីបញ្ចប់បានទាក់ទាញភ្នែករបស់ពួកគេអស់រយៈពេលយូរទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីនោះអ្វីៗបានក្លាយជារឿងដែលមិននឹកស្មានដល់វាមិនអីទេសម្រាប់វ៉ាំបោលក្នុងការលេបដំណប់ទឹកនោះពួកគេក៏អាចយល់បានថាគាត់បានក្លាយជាមនុស្សធាត់បែបនេះប៉ុន្តែពួកគេមិនអាចទទួលយកបានថាកម្រិតនៃការដាំដុះរបស់គាត់ក៏បានបំបែកនៅចំពោះមុខគាត់ដែរនេះគឺជាការប្រកួតដ៏សំខាន់មួយនៃសាលមហាវិទ្យាល័យប្រយុទ្ធយ៉ាងណាក៏ដោយគាត់បានបំបែកបានហើយនេះជាសំណាងបែបណាខ្ញុំក៏ចង់បំបែកដែរប្រសិនបើខ្ញុំអាចបំបែកបានចុះបើខ្ញុំក្លាយជាមនុស្សធាត់វិញឈាមវិញ្ញាណតែឈាមវិញ្ញាណជាអ្វីនៅពេលដែលមានការរំជើបរំជួលនិងសម្លេងពិភាក្សាបានទោះឡើងនៅក្នុងកោះ Upper Academy នៅលើវេទិកាមេឃនៃសង្វៀនយោធាមន្ត្រីមកពីសហព័ន្ធនិងថ្នាក់លើនៃមហាវិទ្យាល័យអេតេរៀនដល់ទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងភ្នែកធំៗសម្លឹងមើលសាច់វ៉ាំបោលខ្ញុំតែងតែមានអារម្មណ៍ថាវ៉ាំបោលនេះឈ្លានពានខ្លាំងណាស់គាត់ហ៊ានលេបអាវុធបំភាន់វាមិនមែនជារឿងចម្លែកទេដែលលីបូជិននេះអាចមានអាវុធបំភាន់នៅកម្រិតដង្ហើមពិតឈាមវិញ្ញាណពិតជាត្រូវបានប្រើដើម្បីចម្រាញ់វាឈាមវិញ្ញាណត្រូវបានស្រង់ចេញពីឈាមរបស់សត្វចម្លែកដ៏កម្រនៅក្នុងដើមបុរាណហើយវាមានតម្លៃខ្លាំងណាស់របៀបដែលលីសេងវេនប្រព្រឹត្តចំពោះសិស្សរបស់គាត់គឺហួសហេតុពេកហើយនៅពេលដែលមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលឧត្តមសេនីយ៍សូកាន់តែចង់ដឹងចង់ឃើញហើយញញឹមដូចជាគាត់ពេញចិត្តទាំងស្រុងជាមួយបាំងបោលចំពោះថ្នាក់ខ្ពស់នៃមហាវិទ្យាល័យអេតេរៀនដល់មនុស្សគ្រប់គ្នាមានទឹកមុខចម្លែកនៅលើមុខរបស់ពួកគេនៅពេលនេះបន្ទាប់ពីមួយរយៈមនុស្សមួយចំនួនចាប់តាមសឹកផ្សៀវព្រឹទ្ធាចារ្យជាន់ខ្ពស់មិនទាន់ត្រឡប់មកវិញទេមែនទេគាត់មានចរិតឆេវឆាវណាស់ខណៈពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃមហាវិទ្យាល័យអេតេរៀនដល់កំពុងឈឺក្បាលហើយបុរសវ័យកាណាដែលស្លៀកពាក់អាវក្រហមមិនដឹងថាត្រូវសើចឬយំនៅចំណុចខ្ពស់បំផុតនៃពិភពលោកដែលពួកគេមិនអាចមានអារម្មណ៍នឹងដឹងបានហាក់ដូចជាមានស្រទាត់ទឹកមួយនៅពីលើផ្ទៃទឹកមានព្រឹទ្ធាចារ្យម្នាក់អង្គុយជើងខ្វែងនៅក្រោមពពកពណ៌សនិងមេឃពណ៌ខៀវព្រឹទ្ធាចារ្យរូបនេះមានសស្ដើហើយមើលទៅដូចអីសីគាត់គឺជាព្រឹទ្ធាចារ្យជាន់ខ្ពស់នៃមហាវិទ្យាល័យអេតេរៀនដល់ដែលជាចៅហ្វាយនាយរបស់យុវជនទំពេកនៅពេលនេះគាត់បានអានក្បាលចុះហើយសម្លឹងមើលទៅបានបោលដែលមានរាងមូលដែលនៅចំណុចប្រមូលផ្តុំនៅលើភ្នំបន្ទាប់ពីមួយរយៈគាត់ហាក់ដូចជាលឺសំឡេងយំរបស់បានបោលហើយទឹកមុខរបស់ព្រឹទ្ធាចារ្យក៏ភ្ញាក់ផ្អើលគាត់មិនអាចជួយអ្វីបានក្រៅពីចាប់តាមសាច់ថតម្លឹះគាត់មិនខ្លាចស្លាប់ដោយសារញ៉ាំច្រើនពេកទេឬពេលគាត់កំពុងនិយាយបែបនោះគាត់បានលើកដៃឡើងហើយចង្អុលទៅក្រោម